គ្រួសារទូឯកយើងគ្រប់គ្រងអាណាចក្រចំនួនធំបំផុតនៅសូម៉ាហើយម្នាក់សុទ្ធតែជាកំពូលអ្នកជំនួញ Genius ប៉ុន្តែទូឯកយើង Silvers វិញជាមនុស្សអាវ៉ាសែចង់តែរស់នៅសុខស្រួលមិនបាច់ធ្វើអីសោះក្រុមហ៊ុនដែលអាល្អិតនេះទើបតែវិនិយោគ$10 លានចិត្តរំលាយខ្លួនទៅហើយប៉ុន្តែជំនួសឲ្យការខឹងវាក៏សើចអ្នកណាក៏គិតថាវាឈួតដែរតែគ្មានអ្នកណាដឹងថាវាធ្វើបែបនេះដោយចិត្តណានោះទេឪពុករបស់វា Marcus Forrest កាន់តែទន់ខ្សោយទៅពីមួយថ្ងៃទៅមួយថ្ងៃហើយគាត់មានកូនប្រុស4នាក់គាត់បានប្រាប់ថាក្រុមហ៊ុននីមួយនឹងទទួលបានដើមទុន$10 លានរយៈពេល2ឆ្នាំក្រុមហ៊ុនណាដែលមានតម្លៃទីផ្សារខ្ពស់ជាងគេនឹងឈ្នះភាគហ៊ុន51នៅក្នុង Forrest Group ហើយក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេប៉ុន្តែមិនទាន់បាន1ឆ្នាំផងលំហូរសាច់ប្រាក់ក្រុមហ៊ុនទូឯកយើងចិត្តរីកស្ងួតបាត់ទៅហើយវាអង្គុយលើកជើងកងអានអង្គុយសម្លឹងមើលចេញទៅក្រៅបង្អួចស្ងៀមវាតែប៉ុណ្ណឹងគ្មានចិត្តចង់ទៅប្រកួតប្រជែងជាមួយអ្នកណាតាំងពីដំបូងវិធានការដែល Marcus ដាក់មកគឺសាមញ្ញណាស់លេខ1បានភាគហ៊ុន51លេខ2បាន20លេខ3បាន15ហើយលេខ4បាន10ចំណែកដែលសល់នឹងត្រូវចូលមូលនិធិសប្បុរសធម៌បើផ្អែកលើតម្លៃបច្ចុប្បន្នរបស់ត្រកូល Forrest សូម្បីតែលេខចុងក្រោយដែលបានភាគហ៊ុនត្រឹម10ក៏មានតម្លៃរហូតដល់$500 លានដែរ$100 លានស៊ីចាយមួយជីវិតក៏មិនអស់ផងចុះចាំបាច់អីទៅប្រឹងធ្វើការស្ទើរងាប់នោះវាញឹមរួចដកទូរស័ព្ទមកផុសសារចូលក្នុងគ្រប់គ្រួសារថាក្រុមហ៊ុន Mortgage យើងសល់លុយបំរុងតែ$1 លានទៀតទេបន្ទាប់ពីបើប្រាក់ខែស្អែកនេះយើងសល់តែ$300,000ប៉ុណ្ណោះវាគ្រប់លក្ខខណ្ឌដើម្បីដាក់ពាក្យខ្សែធនហើយដូច្នេះខ្ញុំសូមប្រកាសបោះបង់ការប្រកួតនេះជាផ្លូវការខ្ញុំសូមយកលេខ4ហើយជូនពរបងប្រឹងប្រែងបន្តចុះវាផ្ញើសារទាំងពីររួចក៏ញឹមបិទមាត់មិនចិត្តវាមិនដែលចូលចិត្តគ្រប់គ្រងក្រុមហ៊ុនហើយក៏មិនចូលចិត្តគ្រប់គ្រងមនុស្សដែរអ្វីដែលវាចូលចិត្តពិតប្រាកដគឺភ្នំនិងទន្លេទេសភាពដ៏ស្រស់ស្អាតនៃពិភពលោកនេះចាំបាច់អីទៅធ្វើការហត់នឿយបើពុកមានលុយស្រាប់ទៅហើយសុខចិត្តដេកស៊ីស្រួលជាងភ្លាមពេលសាររបស់វាផ្ញើចូលគ្រប់គ្រួសារការច្របូកច្របល់ក៏បានផ្ទុះឡើង Derek និង Zealous ក្រុមហ៊ុនអញសាយធនហើយJulian ប្រាប់ថាធ្វើបានល្អណាស់បងប្រុសចិត្តឡើងដប់តម្លៃក្រុមហ៊ុនអញហើយតើអញរកលុយបានច្រើនបែបនេះដោយសារក្រុមហ៊ុនអញខាត់មែនទេ Jason និង Zealous អញឲ្យអញ82ពិន្ទុលើ100អញនឹងផ្ញើភាគរយដែលសល់ឲ្យអញជាការដូរសំណាងល្អតែអញមិនផ្ញើឲ្យទាំងអស់ភ្លាមទេកុំឲ្យអញក្អេងក្អាងទូឯកយើងអង្គុយអូសទូរស័ព្ទមើលសារបងប្អូនដោយខ្ជិលឆ្លើយតបភ្លាមនោះទូរស័ព្ទវាក៏រោតឡើងពេលលើកមើលគឺ Grace ត្រូវជាម្ដាយរបស់វាអាល្អិតម៉ែខំចិញ្ចឹមអញមកប៉ុន្មានឆ្នាំនេះដើម្បីឲ្យអញក្លាយជាមនុស្សបែបហ្នឹងឬមើល Julian បងអញរកលុយបានឡើងកើនឡើងដប់ចុះអញប្រកាសសក្ស័យធនទៅវិញម៉ែចាំខ្ញុំពន្យល់ពេលក្រោយក្រុមហ៊ុនមានបញ្ហាបន្តិចបន្តួចទេចាំខ្ញុំខ្សែធនផ្លូវការខ្ញុំនឹងចុះឈ្មោះឲ្យម៉ែរៀបរាប់បាល័យថ្នាក់មនុស្សចាស់ដើម្បីបានរួមជាមួយលោកតាស្អាតរាល់ថ្ងៃល្អតាត្រូវទេវាក៏ចុចបិទផងអបអសាទរអ្នកលេងអ្នកទទួលបានគ្រាប់លោកលាក់វាសនាសេចក្តីណែនាំត្រូវកត់ត្រាក្នុងខួរក្បាលអ្នកហើយសូមពិនិត្យមើលមុនពេលប្រើប្រាស់មិនទាន់ទាំងយកសាច់ការផងវត្ថុមួយបានលេចឡើងលើតូពណ៌ខ្មៅងឹតមានអុចពណ៌ក្រហមគ្រប់ជ្រុងមើលចិត្តទៅគ្រាប់លោកលាក់នេះមានកម្លាំងស្រូបចម្លែកមែនទែនពេលវារៀបនឹងលើកមកមើលចិត្តទូរស័ព្ទវាក៏លោតសារគ្រប់សារជាថ្មីវាបើកមើលហាមើលចុះ Marcus Forrest បានលុបវាចេញពីគ្រប់គ្រួសារបាត់ទៅហើយវារំឈឺចាប់បន្តិចដែរមិនទាន់ទាំងខ្សែធនស្រួលបួលផងតាតានោះប្រញាប់បណ្ដេញវាចោលបាត់វាអូសមើលប្រវត្តិសារចាស់វ៉ាតាតានោះពិតជាខឹងខ្លាំងមែនទែនភាគហ៊ុន10ដែលសន្យាឲ្យលេខ4ត្រូវបានលុបចោលឥឡូវរង្វាន់សល់ត្រឹមប្រាក់ឧបត្ថម្ភប្រចាំឆ្នាំ$10 លានប៉ុណ្ណោះត្រូវមួយដៃនេះធ្វើឲ្យវាក្តៅក្រហាយមែនទែនពេលមើលទូរស័ព្ទគឺម្ដាយវាទៅមកទៀតម៉ែសម្លាញ់ខ្លឹមឯងវិនិច្ឆ័យហើយ Marcus ខឹងខ្លាំងណាស់គាត់កំពុងចាត់មនុស្សឲ្យទៅរកអូសក្រុមហ៊ុនឯងឥឡូវនេះគាត់ថែមទាំងបង្កកាត់អន្ទាននិងចាក់សោការនេះទាំងអស់របស់ឯងទៀតម៉ែប្រាប់ហើយថាឲ្យធ្វើខ្លួនឲ្យស្រួលបួលចាំបាច់ធ្វើចិត្តតែធ្វើអីឥឡូវឯងគ្មានសល់អីទាំងអស់សំលេង Grace ពោពេញដោយការព្រួយបារម្ភចុះខ្ញុំមិននៅតែទទួលបានប្រាក់ឧបត្ថម្ភ$10 លានក្នុងមួយឆ្នាំទេអីប៉ិននឹងរូបបានតាអាឡងងលុយនឹងបានលុះត្រាតែកូនទាំង4នាក់បញ្ចប់ការប្រកួតសិនការប្រកួតនៅសល់ពេលជិត1ឆ្នាំទៀតមានន័យថាឯងត្រូវចាំ1ឆ្នាំពេញទើបបានលុយសំបីតែមួយកាក់ Grace ដកដង្ហើមធំពុកឯងក៏បានចេញបញ្ជាមកម៉ែដែរគាត់បានប្រកាសក្នុងគ្រប់គ្រួសារហើយគ្មានអ្នកណាម្នាក់ត្រូវបានអនុញ្ញាតឲ្យផ្ញើលុយឬជួយឯងដាច់ខាតឲ្យ Zealous ឲ្យលើកនេះឯងធ្វើឲ្យពុកឯងខឹងខ្លាំងណាស់ល្អបំផុតឯងរៀបខោអាវទៅរកការងាររោងចក្រធ្វើទៅនិយាយរួច Grace ក៏ចុចបិទធ្វើការរោងចក្រយកសັບទៅគ្មានផ្លូវដែលអញទៅធ្វើការរោងចក្រទេជាតិនឹងឲ្យគាត់ខឹងទៅមនុស្សគ្រប់គ្នាតែងមានមិត្តភក្តិតើវាដាក់ទូរស័ព្ទចុះរួចលើគ្រាប់លោកលាក់មកកាន់វាតាំងអារម្មណ៍នឹកឃើញសេចក្តីណែនាំក្នុងខួរក្បាលក្រឡុកគ្រាប់លោកលាក់វាសនាមួយដងអ្នកនឹងទទួលបានព័ត៌មានអនាគតមួយអាចជាដំណឹងល្អឬអាក្រក់ល្អគឺអាស្រ័យលើអ្នកសម្រេចមើលឃើញអនាគតចេះច្បាស់ជាស្ទុះដូចរកកែតហើយមានពាក្យចាស់ពោលថាឲ្យតែឈរជំទាស់ខ្យល់សំបីតែជ្រូកក៏អាចហោះបានដែរហើយបើមានព័ត៌មានសម្ងាត់មុនគេទៀតការរកលុយគឺងាយស្រួលដូចបកចេកចឹងគិតរួច Zealous ក៏យកគ្រាប់លោកលាក់វាសនាក្រឡុកបោះទៅលើតុគ្រាប់លោកលាក់បញ្ចេញពន្លឺព្រិចហើយបង្វិលអស់មួយនាទីពេញទើបឈប់ស្ងៀមវាលូតទៅមើលក្នុងរយៈពេល4ថ្ងៃទៀត Market ភាគហ៊ុនរបស់ Meridian នឹងជួបវិបត្តិ Circuit Breaker វានឹងធ្វើឲ្យទីផ្សារប្រេងឆៅដួលរលំធ្លាក់ចុះមកត្រឹម$55បើចុះកិច្ចសន្យា short ប្រេងឆៅតម្លៃនឹងធ្លាក់ដល់$37វាសម្លឹងមើលអក្សរពីរជួរដែលបញ្ចាំងចេញពីគ្រាប់លោកលាក់រួចវាក៏លីបាត់ទៅវិញវាចាប់ដើមគិតគូប៉ុន្តែពេលនេះក្រុមហ៊ុនវាមានលុយតែ$1 លានប៉ុណ្ណោះក្នុងធនាគារហើយត្រូវបើកប្រាក់ខែមកកលទៀតតើត្រូវធ្វើម៉េចទៅមានតែខ្ជិលលុយគេទេមនុស្សដំបូងដែលវានឹកឃើញគឺ Julian ព្រោះក្នុងចំណោមបងប្អូនវាស្និទ្ធស្នាលជាមួយអាល្អិតនឹងជាងគេវាចុចទេទៅ Zealous ខ្យល់អីបោះអញឲ្យต็មប៉ុណ្ណឹងអញចង់ខ្ជិលលុយបន្តិច Zealous អញចង់ខ្ជិលប៉ុន្មាន
ឬបែបនេះទូឯកយើងញឹមបិទមាត់មិនចិត្តវាយល់ថាប្អូនប្រុសវាម្នាក់នេះពិតជាពឹងពាក់បានមែនមិនច្រើនទេតែ5លានដុល្លារទេចាំចប់ការប្រកួតពុកឲ្យប្រាក់ឧបត្ថម្ភអញសឹងវិញហើយឯងនិយាយមែនឬ Zealous 5លានដុល្លារអញគិតថាអញជាកូនស្មៅលោះទៀតមែនទេឯងត្រូវដេញចេញពីផ្ទះហើយកុំថាឡើយ5លានសំបីតែ50000ដុល្លារពេលនេះក៏អញត្រូវគិតមើលសិនថាឯងមានលុយសឹងអញវិញឬអត់ផងតែដោយសារយើងជាបងប្អូនអញផ្ញើឲ្យឯង10000ដុល្លារចុះគិតថាជាការរាប់អានចាស់ Zealous រៀបនឹងជាតិប្រកាច់ទៅហើយទូរស័ព្ទក៏កាត់ផ្ដាច់ផងមួយសន្ទុះក្រោយមកសារ WeChat ក៏លោតឡើងវាបើកមើលគឺ Julian ផ្ញើលុយ10000ដុល្លារមកមែនថែមទាំងផ្ញើរូបសញ្ញាញឹមឌឺទៀតមុខ Zealous ឡើងខ្មៅងឹត10000ដុល្លារនេះមិនស្មើនឹងការប្រមាថមើលងាយទេអីប៉ុន្តែពេលនេះក្នុងខ្លួនវាមានលុយតែប៉ុន្មាន10ដុល្លារប៉ុណ្ណោះព្រោះវាមិនដែលទម្លាប់សន្សំលុយវាត្រូវតែទទួលយកដូចស្ដេចសម័យមុនសុកចិត្តទ្រាំអត់ធ្មត់ដើម្បីចាំថ្ងៃសងសឹកថ្ងៃនេះវាទទួលលុយ10000ដុល្លារដើម្បីក្រឡាប់ចាក់នៅចុងបញ្ចប់វាចិត្តទទួលលុយរួចផ្ញើរូបញឹមតបវិញថាអរគុណណា Julian ក៏តបមកយ៉ាងលឿនមិនបាច់អរគុណទេលុយ10000នឹងច្បាស់ជាមិនគ្រាន់សម្រាប់អញទេភ្លាមនោះទូរស័ព្ទវាក៏រោទឡើងទៀតគឺ Crystal ទេមក Crystal ជាតារា model ហើយក៏ជាសង្សាររបស់ Zealous ដែរចាប់តាំងពីតាក់ទងគ្នានាងឈប់ធ្វើការសោះហើយ Zealous ជាអ្នករ៉ាប់រងគ្រប់ការចំណាយទាំងអស់វាឆ្ងល់ថាបើប្រាប់ថាខ្សែធនតានាងនឹងមានប្រតិកម្មបែបណាបងសម្លាញ់កាលពីម្សិលមិញបងសន្យាទិញកាបូបកាស៊ីឲ្យអូនថ្ងៃនេះអូនបានឈុតថ្មីទៀតណាសំឡេង Crystal និយាយបែបអែបអបអែមលែមវាសំឡេងនឹង Zealous ស្ទុះអង្គុយត្រង់ខ្លួនភ្លាមទោះបីជាតាក់ទងគ្នាយូរហើយក៏ដោយប៉ុន្តែ Zealous មិនដែលធុញទ្រាន់នឹងនាងឡើយ Crystal តែងតែបង្កើតបរិយាកាសថ្មីធ្វើឲ្យវាមានអារម្មណ៍ថារយប់ជាយប់ឃ្មុំចង់ដែរអញ្ចឹងប៉ុន្តែអារម្មណ៍រំភើបក៏រលាយបាត់ភ្លាមពេលវានឹកឃើញថាវាមិនមែនជាអ្នកមានដូចមុនទៀតទេអូនសម្លាញ់បន្តិចទៀតអូនមកទទួលបងបានទេឡានក្រុមហ៊ុនគេមិនឲ្យប្រើទៀតទេរឿងកាបូបរងចាំប៉ុន្មានថ្ងៃទៀតសិនទៅពេលនេះបងកំពុងខ្សត់លុយវាខំខាក់និយាយមិនចំចេញអារម្មណ៍រំភើបក្នុងសម្លេងនាងក៏រលាយបាត់អស់រលីង Zealous ដឹងថា Crystal ចាប់ដើមអន់ចិត្តហើយអូអញ្ចឹងក៏បានដែរអញ្ចឹងអូនមិនបាច់ពាក់ជុតនឹងទេចាំលើក្រោយចុះនិយាយរួច Crystal ក៏ចុចបិទទូរស័ព្ទ Zealous មិនបានគិតច្រើននោះទេជំនួសមកវិញវាឈរសម្លឹងមើលទីក្រុង Cloud City តាមបង្អួចកញ្ចក់ការិយាល័យរួចរៀបចំរបស់របរដើរចេញមកក្រៅនៅខាងក្រោមឡាន Mercedes Sports ដែលវាទិញឲ្យ Crystal កំពុងចតយ៉ាងត្រឹមត្រូវនៅមុខទ្វារ Crystal សម្លឹងមើល Zealous ទាំងងឿងឆ្ងល់ពេលឃើញវាយួរប្រអប់របស់របរចុះមកទៅនិយាយគ្នានៅផ្ទះ Zealous បើកទ្វារឡានចូលអង្គុយកៅអីក្រោយរួចធ្លុបភ្នែកសម្រាប់តាមផ្លូវគ្មានអ្នកណានិយាយមួយម៉ាត់សោះលុះទៅដល់ផ្ទះ Zealous ទម្លាក់ប្រអប់ចុះរួចដួលខ្លួនដេកលើសាឡុងមានរឿងអីកើតឡើងហ្នឹង Crystal អារម្មណ៍ដឹងថាមានរឿងមិនស្រួលថ្ងៃនេះ Zealous គ្មានប្រតិកម្មនឹងឈុត sexy នាងសោះធម្មតាបើនាងពាក់ខោអាវខ្លីបែបនេះ Zealous ប្រកាសជាស្ទុះមកអបបាត់ទៅហើយតែថ្ងៃនេះបែរជាស្ងាត់ជ្រាបបងខ្សែធនហើយ Zealous និយាយតិចទាំងបិទភ្នែកស្អីគេបងនិយាយលេងមែនទេ Crystal ស្ទុះមកចិត្តរួចចាប់ដៃ Zealous ជាប់បងនិយាយមែន Crystal មិនទាន់ឆ្លើយតបភ្លាមទេនាងមិនទាន់ប្រកាសថាជារឿងពិតឬអត់នាងត្រូវតែបញ្ជាក់ឲ្យច្បាស់សិនមុននឹងសម្រេចចិត្តធ្វើអីអ្នកទាំងពីរស្ងាត់មាត់អង្គុយអូសទូរស័ព្ទចង្រៃយករឿងដែលបងនិយាយជាការពិតតើមិនក៏បងធ្លាក់ខ្លួនក៏រហូតដល់ទៅខ្ចីលុយ10000ដុល្លារពីបងប្អូនបែបនេះ Crystal អូសមើលបណ្ដាញសង្គមរួចឃើញព័ត៌មាន Hot News កំពុងផ្ទុះឡើងគឺសុទ្ធតែនិយាយពីរឿង Zealous នាងមើលព័ត៌មានសង្គ្រាមដណ្ដើមបេតិកភណ្ឌត្រកូល Forest Zealous Forest កូនប្រុសទី2ត្រូវចម្រុះចោលព័ត៌មានបែកធ្លាយកូនប្រុសទី2ត្រកូល Forest ត្រូវគេបណ្ដេញចេញពីគ្រួសារទីមើលថាអ្នកណាជាអ្នកឈ្នះទ្រព្យសម្បត្តិត្រកូល Forest គ្រប់ផុសសុទ្ធតែនិយាយពីរឿងហ្នឹងអាក្រក់បំផុតនោះគឺរូបភាពឆាតសម្ងាត់រវាង Zealous និង Julian ត្រូវគេទម្លាយលើអ៊ីនធឺណិតរូបភាពវេរលុយ10000ដុល្លារនិងសារអគុណរបស់ Zealous បង្ហាញយ៉ាងច្បាស់ Zealous ក្រវីក្បាលអាល្អិត Julian នេះក៏ល្បិចច្រើនជាងអ្វីដែលវាគិតទៅទៀតតើទ្រព្យសម្បត្តិគ្រួសារសំខាន់ជាងបងប្អូនមែនទេអញពិតជាអសមត្ថភាពមែនអញគិតថាប្រគិតស្មាជាមួយឯងនឹងបានរស់នៅសុខស្រួលឥឡូវធ្លាក់ខ្លួនក៏រហូតដល់ខ្ចីលុយ10000ពីបងប្អូនឯងអាក្រពើអញខាតបង់ពេលវេលាល្អបំផុតក្នុងជីវិតជាមួយឯងអញពិតជាខ្វាក់ភ្នែកមែនដែលទៅជ្រើសរើសមនុស្សអសមត្ថភាពដូចឯង Crystal ខឹងសម្បាយ៉ាងខ្លាំងមនុស្សយើងចុងក្រោយគឺតម្រូវការជាក់ស្ដែងរឿងដែលត្រូវនិយាយគឺយើងបែកគ្នាយល់ទេចប់ហើយមិនបាច់និយាយច្រើនទេរៀបចំខោអាវចេញពីផ្ទះនេះទៅផ្ទះនេះជារបស់អញ Zealous បិទភ្នែកហត់នឿយមិនចង់សំបីតែមើលមុខនាងហេតុអីអញត្រូវចេញមិនមែនអញថាផ្ទះនេះទិញឲ្យអញទេអីសមុខអញហើយអាសមត្ថភាពស្ត្រីណាមានប្តីកំណាញ់បែបនេះគឺស៊ីមួយជីវិត Crystal ដើរចូលបន្ទប់គេងទាំងខឹងសម្បារួចចាប់ផ្ដើមរៀបចំរោគនឹងកាបូបនៅក្នុងបន្ទប់ឮតែសំឡេងក្រវាត់ចោលរបស់របរប៉ុន្តែ Zealous មិនខ្ជិលចូលទៅមើលឡើយមួយសន្ទុះ Crystal អូសវាលីធំពីចេញមកភ្លាមនោះទូរស័ព្ទនាងក៏រោទឡើងចាស់បងសម្លាញ់បងមកដល់ហើយចាស់អូនចុះទៅឥឡូវហើយសេមែន Crystal ចុចបិទរួចសម្លឹងមើល Zealous ដោយខឹងសម្បារួចដើរចេញបាត់ទៅ Zealous បើកមើលគ្រប់មិត្តភក្តិសាកលវិទ្យាល័យអូសមើលសារជាច្រើនបេះដូងវាស្រត់ចុះប៉ុន្តែយ៉ាងហោចណាស់នៅមានរឿងមួយដែលត្រូវអរគុណមិត្តរួមបន្ទប់ចាស់របស់វានៅតែប្រឹងប្រែងជួយទៅវាយជំនួសវាក្នុងគ្រប់ Zealous ញឹមរួចបើកគ្រប់បន្ទប់គេងរបស់ពួកគេវិញអ្នកទាំងអស់គ្នាអញអាស័យធនមែនមិនបាច់ទៅឆ្លោះជាមួយពួកអំនួតក្នុងគ្រប់ថ្នាក់ទេខាត់ពេលទេបាយសួរថា Zealous អញខ្សែធនមែនឬមិនមែននិយាយលេងទេចុះអញគិតធ្វើមិនទៀត Ryan តបត្រូវហើយអញមានកន្លែងស្នាក់នៅអត់បើគ្មានទេមកធ្វើការនៅក្រុមហ៊ុនអញមកប្រាក់ខែមិនច្រើនទេតែមានបាយទឹកនិងកន្លែងស្នាក់នៅបើសន្សំបន្តិចបន្តួចគង់តែសល់ទេ Zealous ញឹមរំភើបចិត្ត4ឆ្នាំនៅមហាវិទ្យាល័យមិត្តភក្តិ4នាក់មាន3នាក់ស្និទ្ធស្នាលដូចបងប្អូនបង្កើត
ហើយអ្នកចុងក្រោយគឺ View គ្រួសារ Liu ក្រីក្រណាស់ហើយពួកគេរៀននៅសាកលវិទ្យាល័យឯកជនដែលថ្លៃសាលានិងការចំណាយខ្ពស់ក៏ពុកដូច្នេះឲ្យតែ View មានពេលទំនេរគេតែងតែទៅធ្វើការក្រៅម៉ោងដើម្បីរកលុយចិញ្ចឹមខ្លួនធ្វើឲ្យគេគម្រាមមានពេលនៅក្នុងបន្ទប់គេងណាស់មានលើកមួយ Sellers បាននាំសង្សារទៅញ៉ាំអីនៅហាងអាហារហើយបានជួប View ធ្វើជាអ្នករត់ទៅនៅទីនោះជាលើកដំបូងដែល Sellers បានដឹងពីស្ថានភាពគ្រួសាររបស់ Liu ចាប់ពីពេលនោះមកឲ្យតែ Sellers ទិញម្ហូបឬខោអាវ View ទិញថែមមួយឈុតរួចក៏ហប់ថាទិញច្រឡំរហូតដល់ចំហាវិទ្យាល័យខោអាវនិងរបស់ប្រើប្រាស់ភាគច្រើនរបស់ View គឺ Sellers ជាអ្នកទិញឲ្យអញមានកន្លែងនៅហើយ View ផ្ញើសារថាពេលនេះអញកំពុងធ្វើ project មួយវាត្រូវការដើមទុនហើយអញមិនសូវមានលុយសុទ្ធទេតែអញនឹងផ្ញើតាម WeChat ឲ្យអញបានខ្លះដោះស្រាយបញ្ហាចំពោះមុខនេះសិនទៅចាំពេលរៀបរយវិញអញចាំទៅឌឺដាក់ពួកអំនួតទាំងនោះឲ្យមើលបាយផ្ញើសារ Sellers អញក៏ផ្ញើឲ្យអញខ្លះដែរគុំប្រកាន់ថាវាប្រាក់តិចអីបងប្អូនវាជាលុយទាំងអស់ដែលអញមានពេលនេះអានសាររបស់ Mike និង Ryan រួចភ្នែករបស់ Sellers ចាប់ផ្ដើមរលីងរលោងវាឃើញក្នុង chat មានការវេលុយពី Ryan និង Mike កំពុងរងចាំទទួលវាចុចបើកមើលម្នាក់ផ្ញើ$50,000ម្នាក់ទៀតផ្ញើ$40,000ពេលវារៀបនឹងតបសារអរគុណ Liu ក៏បានផ្ញើសារសំឡេងមកមួយវាចុចស្ដាប់សំឡេងអ៊ូអែជុំវិញខ្លួន View ខ្លាំងណាស់តែខ្លឹមសារគឺគេនឹងទៅមកវិញពេលក្រោយភ្លាមបន្ទាប់ពីសារសំឡេងមានការវេលុយមួយទៀតចូលមក Sellers បើកមើលវ៉ា$900នោះជាលុយទាំងអស់ដែល View មានក្នុងខ្លួនសំណាងហើយដែលក្រោយបញ្ចប់ការសិក្សា View រកលុយបានខ្លះពីការបើកអាជីវកម្មកុំអីបានត្រឹមអង្គុយមើលដោយគ្មានតម្រុយអ្វីឡើយកុំខ្លាចអីពួកយើងនៅខាងក្រោយអញជានិច្ចលើកនេះ Sellers មិនអាចទប់ទឹកភ្នែកបានទៀតទេទឹកភ្នែកស្រក់ចុះមកលើអេក្រង់ទូរស័ព្ទតបវាចិត្តទទួលការវេលុយទាំងអស់ក្នុងនាមជាយុវជនពេលមានអារម្មណ៍ពិតប្រាកដមិនបាច់និយាយពាក្យច្រើនឡើយសរុបទាំងអស់គឺបាន$1 លានគត់បូកជាមួយ$10,000របស់វាសរុបគឺ$1,10,000គត់ចំនួននេះមិនទាន់គ្រាន់នឹងទៅ show range channel ទេប៉ុន្តែដោយសារគ្រាប់លោកលាក់វាសនាប្រាប់ថាទីផ្សារភាគហ៊ុន Meridian នឹងជួប circuit breaker នោះវានឹងជាការប្រែប្រួលដ៏ធំ Sales អង្គុយគិតកណនីបើមានលុយតិចបែបនេះវានឹងមិនអាចចំណេញបានច្រើនឡើយការបញ្ចាំផ្ទះនេះក៏មិនទាន់គ្រាន់ដែរប៉ុន្តែបើលក់វាដាច់ពុករួមទាំងការរំលោះដើមឡើយវាទិញជិត$10 លានប៉ុន្តែលើប្រហែលជាលក់បានត្រឹម$6 លានប៉ុណ្ណោះបូកបញ្ចូលគ្នាបានសរុបប្រហែល$7 លាននៅតែមិនទាន់គ្រាន់ទៀតភ្លាមនោះសំឡេងកណ្ដឹងទូរស័ព្ទលោតឡើង Sellers លើកទូរស័ព្ទមើលគឺWillowទេមកWillowជាមិត្តរួមថ្នាក់មហាវិទ្យាល័យហើយក៏ជាកូនស្រីអ្នកមានស្តុកស្តម្ភម្នាក់ដែរកាលនោះ Sellers ជាប្រុសសង្ហាប្រចាំសាលាចិត្តទូលាយមានស្រឡាញ់ច្រើនហើយ Willow ក៏លួចស្រឡាញ់ Sellers ដែរប៉ុន្តែពេលនោះ Sellers ល្ងងដូចដុំឈើមិនដែលដឹងខ្លួនសោះរហូតដល់ Crystal កាត់មុខយក Sellers បានមុនអញប្រញាប់ប្រើលុយប៉ុន្មានប្រាប់លេខមកហើយផ្ញើលេខកនីមកផងសំឡេងត្រជាក់របស់ Willow ធ្វើឲ្យ Sellers ភ្ញាក់ព្រឹកនេះហើយជារចនាប័ទ្មរបស់សៀវស្រីដ៏មានអំណាចអញមានលុយធំពីណាកុំនិយាយរឿងឥតប្រយោជន៍អញដឹងស្រាប់ហើយថាគ្រូសាអញធ្វើអីជំរាបផងដែរថាអញទៅតែត្រឡប់មក Cloud City វិញកាលពីម្សិលមិញទេពេលណាទំនេរយើងទៅញ៉ាំបាយជាមួយគ្នាផ្ញើលេខកណនីមកពេលនេះអ្វីដែល Sellers ចង់បានគឺប្រមូលលុយឲ្យបានច្រើនបំផុតដើម្បីភ្នាល់ធំតែម្ដងបើព័ត៌មានអនាគតនេះជាការពិតគ្មានអ្វីត្រូវឆ្ងល់ឡើយវាចិត្តខ្លាចជាមហាសេដ្ឋីហើយបើវាខុសលុយប៉ុណ្ណឹងក៏គ្មានន័យអ្វីដែរចាំចប់សង្គ្រាមបេតិកភណ្ឌវាមានប្រាក់ឧបត្ថម្ភវានឹងសងគេវិញបានយ៉ាងងាយស្រួល Sellers ក៏ប្រញាប់ផ្ញើលេខកណនីទៅឲ្យ Willow ភ្លាមមួយសន្ទុះក្រោយមកសារពីធនាគារបានធ្វើឲ្យវាភ្ញាក់ផ្អើលកណនីបញ្ចប់ដោយលេខ$8,888ទៅតែទទួលបានការវេលុយចំនួន$5,000,000ទល់ឲ្យជីវចម្បន់$5,488,000 $6 លាន Sellers បើកភ្នែកធំគិតកណនីមើលពេលនេះវាមានលុយ$7 លានបូកនឹងលុយលក់ផ្ទះ$6 លានទៀតសរុបគឺ$13 លាននៅតែមិនទាន់គ្រាន់វាចុចទេទៅ Grace ជាម្ដាយទូរស័ព្ទប្រោតយូគូសំទឹកគាត់លើកអញចង់បានអីទៀតអាប្រុសខ្ជិះខ្ជាខ្ញុំត្រូវការលុយគ្មានទេ Grace បដិសេធយ៉ាងដាច់ខាតដោយពាក្យមួយម៉ាត់ម៉ែជាម្ដាយខ្ញុំណាបើខ្ញុំរស់មិនស្រួលម៉ែគិតថាម៉ែរស់បានស្រួលមែនទេពេលនេះខ្ញុំមានឱកាសមាសមួយម៉ែមានប៉ុន្មានប្រញាប់ផ្ញើមកឲ្យខ្ញុំឲ្យលឿនមកបើលើកនេះខាតខ្ញុំនឹងប្រគល់ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំពីត្រកូល Forest ឲ្យម៉ែទាំងអស់តែម្ដងខ្ញុំប្រញាប់ប្រើលុយឥឡូវនេះខាងនោះស្ងាត់ជ្រាប Grace កំពុងគិតគូរយ៉ាងល្អិតល្អន់ផ្ញើលេខកណនីមកនិយាយតែពីម៉ាត់គាត់ក៏ចុចបិទផងបន្ទាប់ពីផ្ញើលេខរួចលុយ$6 លានក៏ធ្លាក់ចូលកណនី Sellers មួយសន្ទុះក្រោយមកលុយ$7 លានទៀតក៏ធ្លាក់ចូលមកដែរនេះជាលុយចុងក្រោយបង្អស់របស់គាត់ហើយធ្វើស្អីក៏ដោយកុំឲ្យពុកឯងដឹងដាច់ខាតកុំអីម៉ែវិនិច្ឆ័យមិនខានសាររបស់ Chase ផ្ញើមក Sellers តបវិញថាអូខេសរុបទាំងអស់គឺ$26 លាន Sellers មិនមែនជាអ្នកថ្មីក្នុងទីផ្សារ features អន្តរជាតិនោះទេវាធ្លាប់ខាតបង់ច្រើនទៅបង់ចោលវាចង់ចាំថាកណនីរបស់វានៅតែអាចប្រើ leverage scale margin បានបើគ្រប់យ៉ាងកើតឡើងដោយក្របលោកលាក់ទីទុកមេគុណ leverage 50នឹងធ្វើឲ្យទុនជួញដូរសរុបរបស់វាឡើងដល់$1.3 លានចង្រៃយកបើវាទិញ short ទាំងអស់នៅតម្លៃ$55រួចលក់ចេញពេលប្រេងធ្លាក់ដល់តម្លៃដកវាប្រញាប់យកម៉ាស៊ីនគិតលេខមកចុចព្រះឲ្យ$1.6 លានលើកនេះអញនឹងហោះឡើងលើមេឃហើយវាប្រញាប់ទេទៅភ្នាក់ងារអចលនទ្រព្យប្រាប់ឲ្យលក់ផ្ទះវាឲ្យដាច់ក្នុង100ពេល2ថ្ងៃជាមួយគ្នានោះវាតាក់ទងទៅ broker ដើម្បីរៀបចំរឿង margin leverage ពេលរៀបចំរួចរាល់ Sellers ដេកលើគ្រែដោយក្តីពេញចិត្តរួចលក់លងក្នុងដំណេកព្រឹកឡើង Sellers ពុតខ្លួនរួចស្ទុះងើបពីគ្រែយ៉ាងស្រស់ស្រាយបន្ទាប់ពីលាងមុខរួចវាហៅសេវាកម្មសម្អាតផ្ទះឲ្យមកជួយរៀបចំខោអាវនិងសម្អាតផ្ទះវាទៅភ្នាក់ងារអចលនទ្រព្យក្រោយចរចារួចផ្ទះត្រូវលក់បានក្នុងតម្លៃ$7 លានពេលកិច្ចសន្យារួចរាល់ Sellers មិនបង្អង់យូរឡើយរួចដើរចេញមកក្រៅពេលនេះ Sellers មានលុយសរុប$27 លាននៅក្នុងដៃវាទុក$1 លានជាលុយបំរុងរួចជិះតាក់ស៊ីតម្រង់ទៅក្រុមហ៊ុន broker ធំបំផុតនៅ Cloud City រួចចូលទៅបន្ទប់ web ពួកវាចរចាគ្នាយ៉ាងយូរ
ចំណាយពេល2ម៉ោងកន្លះទើបចរចារួចរាល់គ្រប់យ៉ាងរលូនល្អហើយក៏ដល់ពេលបាយថ្ងៃត្រង់ល្មម Sellers មានលុយបំរុង$1 លានក្នុងដៃដូច្នេះមិនបាច់ក្រាបរងសន្សំសំចៃពេកទេស្រាប់តែនឹកឃើញ Willow វាក៏ចុចទេទៅនាងភ្លាមតោះចេញមកញ៉ាំបាយជាមួយគ្នាតិចមើលពីការអញ្ជើញរបស់ Sellers Willow ស្ងាត់មួយសន្ទុះផ្ញើទីតាំងមកចាំអញទៅ Sellers គិតគូររួចផ្ញើអាសយដ្ឋានហាងអាហាររបស់ចិមប្រទេសល្អបំផុតនៅ Cloud City ទៅឲ្យនាងព្រោះតែមាន Willow ទើបការភ្នាល់នេះអាចកើតឡើងបានដូច្នេះ Sellers មិនកំណាញ់ឡើយពេលចុះពីលើតាក់ស៊ីអ្នករត់ទៅបានដើរមកស្វាគមន៍ Sellers ប៉ុន្តែតាមកន្ទុយភ្នែក Sellers មើលឃើញឡាន Mercedes-Benz ដ៏ស្គាល់យ៉ាងច្បាស់ចតនៅទីនោះពិភពលោកនេះតូចមែនប៉ុន្តែទោះបីជាជួបគ្នាក៏យ៉ាងណាតែប៉ុន្មានថ្ងៃទៀតបើ Sellers ជោគជ័យចាំមើលថាអ្នកណាជាអ្នកស្ដាយក្រោយគិតរួច Sellers ក៏ដើរចូលទៅក្នុងហាងអាហារគ្រាន់តែចូលទៅដល់ Sellers មើលឃើញ Crystal កំពុងកាន់កាំបិតនិងសមញ៉ាំសាច់អាំងដោយអង្គុយទល់មុខបុរសធាត់ម្នាក់មិនបាច់ទីក៏ដឹងបុរសនោះច្បាស់ជា Tyler ហើយ Sellers សើចចំអកតិចរួចដើរតាមអ្នករត់ទៅដែលបានកកជាអកុសលទោសរបស់ Sellers នៅជាប់នឹងតពុះវាល្មមសុំទោសខ្ញុំសុំទោសទៅបានទេខ្ញុំធំក្លិនស្អុយចេញពីមនុស្សក្បែរនេះធ្វើឲ្យខ្ញុំហូបបាយមិនចូលសោះឬបែបនេះ Crystal និង Tyler ងើបមុខឡើងមើលទៅ Sellers ព្រមគ្នារួចទម្លាក់កាំបិតនិងសំចុះ Crystal ញឹមឌឺអូហូស្មានតែអ្នកណាតាមពិតគឺអាសមត្ថភាពសោះកូនប្រុសខ្សែធនល្បីឈ្មោះរបស់ត្រកូល Forrester តើឯងប្រមូលលុយគ្រប់មកញ៉ាំបាយនៅកន្លែងនេះទេបាយមួយពេលនៅទីនេះថ្លៃជាង$10,000របស់ឯងឆ្ងាយណាស់ចំពេលនោះ Willow ដើរមកដល់ដោយពាក់រ៉ូបពណ៌យ៉ាងស្អាតបងសម្លាញ់អូនដឹងទេថាពាក្យចាស់ពោលថាអូតស្គមក៏ធំជាងសេះដែរអូនមិនបានមើលព័ត៌មានថ្ងៃនេះទេអីទោះមិនធ្វើអីសោះក៏ត្រកូល Forest ឲ្យលុយវា$10 លានក្នុងមួយឆ្នាំដែរ Willow ក្នុងរ៉ូបពណ៌ស្រមលេចរាងយ៉ាងស្រឡូននិងរៀបរយមែនទែននាងដើរមកជិត Sellers រួចលូកដៃទៅធ្វើដៃ Sellers ជាប់ថែមទាំងញឹមស្រស់លើបបូមាត់ទៀតផងអ្នករត់ទៅនៅជិតនោះភ្លាត់មាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងជាម្ចាស់ហាងអាហារនេះហើយតែងតែជាស្រីស្អាតត្រជាក់ស្រជុំដែលគ្មានអ្នកណាហ៊ានប៉ះពាល់គេមិនដែលឃើញនាងស្និទ្ធស្នាលជាមួយប្រុសណាម្នាក់បែបនេះឡើយអ្នកនាង Sinclair ជំរាបសួរអ្នករត់ទៅនិយាយតាក់តែស្វាគមន៍ Willow ក្រវីដៃយកស្រាក្រហមល្អបំផុតមកមួយដបរឿងផ្សេងទៀតរៀបចំតាមការគួរទៅអ្នករត់ទៅយកព្រមរួចប្រញាប់រត់ទៅរៀបចំបរិយាកាសនៅទីនេះមិនស្រួលទេហើយTylerក៏មិនមែនជាមនុស្សហ្មងដែរគេមានអារម្មណ៍ថាភាពអង្គុយរបស់គេកំពុងបាត់បង់មិនហើយគេបើកអាជីវកម្មផ្ទាល់ខ្លួនដែរតែជាអាជីវកម្មដូចតាចឆ្នាំដែលរកចំណេញបានច្រើនបំផុតគឺត្រឹមតែ$1 លានប៉ុណ្ណោះគេគ្មានផ្លូវប្រៀបធៀបជាមួយ Willow ឡើយ Crystal សម្លឹងមើលស្រីស្អាតនៅចំពោះមុខទាំងស្ទះទ្រូងនាងមិនយល់សោះថាហេតុអ្វីបានជាអាប្រុសខ្សែធននៅតែមានស្នេហ៍តាក់ទាញស្រីស្អាតឲ្យមកឈរក្បែរខ្លួនបែបនេះអូហូកូនប្រុសត្រកូល Forest យើងទុកខ្សែធនក៏នៅតែចេះប្រើស្នេហ៍ដែរកាលមុនដុតលុយគ្រួសារចោលអស់ឥឡូវរកបានមួយថ្មីមកចិញ្ចឹមទៀត Crystal ញឹមស្ញែងដោយក្តីមើលងាយអញចិញ្ចឹមវា Willow សើចខ្ទប់មាត់ឯងស្គាល់ពាក្យថាអូតស្គមធំជាងសេះទេលោក Forest ចាស់បានប្រកាសហើយថា Sellers ទទួលបានប្រាក់ឧបត្ថម្ភ$10 លានក្នុងមួយឆ្នាំ$10 លានតើឯងត្រូវចំណាយពេលប៉ុន្មានឆ្នាំទើបរកវាបានប៉ុណ្ណឹង Sellers ងាកមើល Willow ទាំងសរសើរក្នុងចិត្តអូ Willow មិនបាច់និយាយជាមួយនាងទេ$10 លាននឹងគ្មានន័យអីទេមើលលោក Zong នៅទីនេះរកបានរាប់សែនដុល្លារក្នុងមួយឆ្នាំប្រៀបធៀបយើងជាមួយគេគឺមានតែធ្វើឲ្យខ្លួនឯងខ្មាស់គេទេ Sellers និយាយឌឺរួចអង្គុយចុះញ៉ាំបាយកុំឲ្យខូចបរិយាកាសអីជប់សិនអញនៅតែបានប្រាក់ឧបត្ថម្ភ$10 លានក្នុងមួយឆ្នាំមែនទេមិនក៏អញមិនប្រាប់អញឲ្យឆាប់ថែមទាំងលក់ផ្ទះអញចោលទៀត Crystal ចាប់ផ្ដើមស្ដាយក្រោយបន្តិចបន្តួចព័ត៌មានទាំងនោះសុទ្ធតែប្រាប់ថា Sellers ត្រូវគេបណ្ដេញចេញពីគ្រួសារអ្នកណាទៅដឹងថាប្រាក់ឧបត្ថម្ភប្រចាំឆ្នាំនៅតែច្រើនសន្ធឹកសន្ធាប់បែបនេះ Sellers មិនខ្ជិលឆ្លើយតបឡើយនៅក្បែរនាង Tyler បានអន់ក្បាលចុះចាញ់ព្រៀបស្រឡះអ្នករត់ទៅយកស្រាក្រហមនិងម្ហូបអាហារជាច្រើនមកជញ្ជូនដាក់ពេញតុ Crystal មកដល់មុនគេយូរហើយតែម្ហូបរបស់នាងនៅតែមិនទាន់មកគ្រប់ទៀតហាងស្អីគេហ្នឹងពួកខ្ញុំមកមុនណាម្ហូបនៅតែមិនទាន់គ្រប់ចុះពួកវាបានពេញតុពួកឯងមើលងាយខ្ញុំមែនទេ Willow ក្រវីដៃដេញទៅចុះទៅមួយនេះអញជាអ្នកចេញលុយថែមម្ហូបឲ្យពួកវាទៀតឲ្យពួកវាស៊ីឲ្យឆ្អែតលើកក្រោយប្រាប់អ្នកទ្វារផងថាបើឃើញស្រីម្នាក់នេះទៀតកុំឲ្យចូលដាច់ខាតយើងមិនទទួលអាជីវកម្មនាងទៀតទេ Willow ក្រអូបស្រាក្រហមបន្តិចព្រោះនាងធ្វើឲ្យខូចអារម្មណ៍អញទោះជាយ៉ាងណា Crystal នៅតែចង់តវ៉ាទៀតប៉ុន្តែ Tyler នៅក្បែរនាងទ្រាំខ្មាស់គេលេងបានក៏ប្រញាប់អូសនាងចេញពីហាងអាហារបាត់ទៅនោះគឺ Willow ទ្រព្យសម្បត្តិ Grams រាប់រយលានដុល្លារទៅឆ្លុះជាមួយនាងនឹកឃើញថាអញឈ្នះគេមែនទេអញដឹងទេថា Sinclair Capital មានតម្លៃប៉ុន្មានអញដឹងអីទេហាងអាហារទាំងមូលនេះជារបស់គ្រួសារនាង Crystal បើកភ្នែកធំពេលពួកវាចេញបាត់ហាងអាហារក៏ប្រែជាស្ងប់ស្ងាត់ហើយបរិយាកាសក៏ប្រែជាមានសម្ពាធបន្តិចបន្តួច Sellers និង Willow មិនបានជួបគ្នាយូរហើយមួយសន្ទុះគ្មានអ្នកណាកាច់ចិត្តនិយាយអីសោះប្រាប់អញបានទេថាអញយកលុយទៅធ្វើអីហើយមិនបានស្រីម្នាក់នោះថាអញលក់ផ្ទះចោលចុះឥឡូវឯងនៅណា Willow ទ្រាំស្ងាត់មិនបានក៏បំបែកភាពអាប់អួរ Sellers យកកន្សែងមកជូតមាត់អញគម្រោង short ប្រេងឆៅក្នុងពេលប៉ុន្មានថ្ងៃទៀតឥឡូវអញប្រមូលលុយបានប្រហែល$20 លានហើយ Sellers សើចតិចបើជោគជ័យអញអាចហៅថាមេបានហើយតែបើប្រាជ័យអញនៅតែហៅថា Sellers ដដែលទៅប៉ុន្តែលុយដែលអញផ្ញើឲ្យអញនឹងសងសន្សឹមឬបើមិនអញ្ចឹងទេអញយកខ្លួនសងតែម្ដង Sellers និយាយលេងទេប៉ុន្តែឬបែបនេះ Willow ស្រាប់តែមានអារម្មណ៍មួយផ្លែកថែមទាំងលួចប្រាថ្នាឲ្យការជួញដូរនេះបរាជ័យទៀតផងព្រោះបើអញ្ចឹងការយកខ្លួនមកសងអាចជាអ្វីដែលនាងចង់បានពិតប្រាកដ
ឯងនិយាយស្អីហ្នឹងមុខ Willow ឡើងក្រហមព្រឿងអ្នកណាថាចង់ឲ្យឯងយកខ្លួនមកសងតែឯងទម្លាក់លុយទាំងអស់ទៅចូលប្រេងឆៅឯងមិនខ្លាចខាតបង់អស់ទេអី Willow ដឹងខ្លះពីរឿងការជួញដូរ features អ្នកជួញដូរភាគច្រើនធ្វើបែបនេះដើម្បីការពារហានិភ័យតែសម្រាប់មនុស្សដែលគ្មានទំនិញក្នុងដៃដូច Sellers បើទីខុសគឺវិនិច្ឆ័យអន្តរាយទាំងស្រុង Sellers ញឹមអញធ្លាក់ដល់បាត់រណ្ដៅទៅហើយមានអីត្រូវខ្លាចទៀតអារម្មណ៍អញតែងតែត្រូវជានិច្ចអញចង់លបងមើលមួយដៃអាក្រក់បំផុតគឺខាត់អស់ហើយទៅធ្វើការរោងចក្ររួចចាំសុំលុយអ្នកទាំងអស់គ្នាវិញសន្សឹម Sellers ដកដង្ហើមធំតាមពិតអញមិនដែលចង់ប្រកួតប្រជែងដណ្ដើមបេតិកភណ្ឌជាមួយបងប្អូនទេនិយាយរឿងពិតអញគិតថា$500 លានគឺគ្រប់គ្រាន់សម្រាប់អញនិងម៉ែរស់នៅបានសុខស្រួលមួយជីវិតទៅហើយអញមិនយល់ថាមានអីត្រូវដណ្ដើមគ្នាផង Willow ដើរមកជិត Sellers រួចអង្គុយចុះអញជឿជាក់លើឯងប្រឹងធ្វើឲ្យអស់ពីសមត្ថភាពទៅបើខាតក៏ខាតទៅវាមិនពិបាកសម្រាប់អញក្នុងការចិញ្ចឹមអញទេអញដឹងទេហើយអញក៏មើលថែម្ដាយអញដែរចំណែកកូនយើងអាចយកត្រកូលតាមអញបាននិយាយដល់ត្រឹមនេះមុខ Willow ឡើងក្រហមឆ្អៅការនៅរៀនអញមានឱកាសល្អណាស់តែត្រូវគេឆក់យកអញបាត់លើកនេះទោះជាយ៉ាងណាអញនឹងក្លាហានមិនទាន់និយាយចប់ផង Sellers យកដៃខ្ទប់មាត់នាងស្រាលអរគុណប៉ុន្តែមិនមែនជាការប្រកេតរបស់អញដែលត្រូវសារភាពមុនទេរងចាំសិនទៅចាំប៉ុន្មានថ្ងៃទៀតអញនឹងជាអ្នកសារភាពស្នេហ៍ចំពោះអញវិញអ្នកទាំងពីរអង្គុយស្ងៀមក្បែរគ្នា Willow ប្រាថ្នាចង់ឲ្យពេលវេលាកកស្ទះនៅត្រឹមនេះបើអាចទៅរួចនាងចង់ឲ្យខណៈនេះស្ថិតស្ថេរជារៀងរហូតដោយសារផ្ទះត្រូវលក់ហើយខោអាវក៏រៀបចំរួចរាល់ Sellers ក៏បន្ទប់ស្វែកមួយខែពេញនៅសន្តាគារល្អបំផុតនៅ Cloud City នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះដល់ថ្ងៃដែលគ្របលោកលាក់វាសនាបានទីទុក Sellers រៀបចំកុំព្យូទ័រនិងបំរុងម្ហូបអាហារដើម្បីសម្ងុំនៅក្នុងបន្ទប់រហូតដល់ព្រឹត្តិការណ៍ចប់សពគ្រប់ហើយថ្ងៃទូទីក៏មកដល់ពេលទីផ្សារប្រេងឆៅអន្តរជាតិបើកតម្លៃគឺនៅប្រហែល$56ក្នុងមួយធុងការធ្លាក់ចុះបន្តិចបន្តួចបានរុញវាឲ្យធ្លាក់ក្រោម$56រហូតដល់$55 Sellers ចាប់យកឱកាសនេះទម្លាក់លុយ$26 លានជាមួយ leverage 50 ខិតធ្វើឲ្យមានកម្លាំងទិញសរុប$1.3 លានក្នុងកណីបើប្រេងធ្លាក់ដល់តម្លៃដកមែនលើកនេះ Sellers នឹងហោះឡើងដល់ផ្ទៃមេឃហើយទោះបីជាមិនធ្លាក់ដល់តម្លៃដកត្រឹមធ្លាក់ដល់$1ក៏ជាការឈ្នះដ៏ធំធេងដែរដោយការទីទុកទីផ្សារភាគហ៊ុន Meridia បើកទ្វារឡើងដោយដាវយឺតនៅពេលដំបូងរួចស្រាប់តែគង់ធ្លាក់ចុះយ៉ាងគំហុកការធ្លាក់ចុះលឿនពេករហូត Sellers ស្ទើរតែទាត់មិនទាន់ Sellers មិនលោភលន់ឡើយទោះបីជាវាអាចធ្លាក់ដល់តម្លៃដកប៉ុន្តែការទូទាត់ជាក់ស្ដែងអាចមានភាពស្មុគស្មាញវាគិតគូររួចកំណត់ take profit នៅកម្រិតសុវត្ថិភាពដោយការទីទុកទីផ្សារ Meridia ដាវយឺតរួចក៏ធ្លាក់ចុះត្រង់បេះបិទគ្មានការងើបឡើងវិញសោះពេលនេះ Sellers ប្រញាប់បដូរទៅមើល position ប្រេងឆៅរបស់វាព្រះអើយ Coker Man វាបើក order នៅ 55.9 ហើយប្រេងធ្លាក់ដល់ក្បាល40បាត់ទៅហើយប្រាក់ចំណេញមិនទាន់ទូទាត់បង្ហាញលេខវែងអានឡាយ Sellers ញឹមបិទមាត់មិនចិត្តមើលទៅគ្របលោកលាក់វាសនាមិនបានកុហកវាឡើយហើយការដួលរលំមិនទាន់ចប់នៅឡើយទេទីផ្សារភាគហ៊ុន Meridia ជួប circuit breaker ពេញទំហឹងហើយតម្លៃប្រេងឆៅក៏ធ្លាក់ចុះឥតឈប់ឈរដោយល្បឿនលឿនដោយភ្លេចបន្ទោ positions របស់ Sellers មិនតូចទេប៉ុន្តែទីផ្សារ futures ប្រេងឆៅពិភពលោកមានទំហំធំល្មមអាចស្រូបយកបានចង្រៃយក Meridia ទីផ្សារភាគហ៊ុនពិតជាជួប circuit breaker មែនគ្រាន់តែ Sellers ដើរទៅដួសទឹកមួយកែវពេលត្រឡប់មកវិញវាឃើញទិដ្ឋភាពដ៏អស្ចារ្យលើអេក្រង់អារម្មណ៍នេះពិតជាអស្ចារ្យណាស់សំឡេងទូរស័ព្ទរោតឡើង Sellers លើកមើលគឺ broker របស់វាឡើយលោក Forrest អាម៉ាស់មេឆាប់ពិនិត្យមើលការងារឥឡូវនេះឲ្យលឿន Manager Chandler និយាយដោយសំឡេងប្រញាប់ប្រញាល់ព្រឹត្តិការណ៍ក្អែកខ្មៅ Black Swan ថ្ងៃនេះធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្នកណាដែលទិញឡងប្រេងឆៅថ្ងៃនេះគឺវិនិច្ឆ័យអន្តរាយទាំងអស់ប៉ុន្តែ Sellers លោកចិត្តហោះឡើងដល់ផ្ទៃមេឃហើយ Sellers ឬបែបនេះក៏ចុចបិទភ្លាមរួចបើកិននេះមើលចង្រៃយកមើលចុះប្រព័ន្ធបានបិទ order ដោយស្វ័យប្រវត្តិបាត់ទៅហើយ Sellers ពិនិត្យមើលកិននេះពេលនេះវាមានលុយសរុបប្រហែល$2.5 លានដកដើមទុន$1.3 លានចេញមានន័យថាវាសម្រេចគោលដៅហើយប្រាក់ចំណេញសរុបគឺប្រហែល$1,500,000ដឹងប្រព័ន្ធគិតកម្រៃសេវារបស់គ្រាប់លោកលាក់វាសនាដំណើរការដើមទុនសរុប$1.3 លានកម្រៃសេវា4ត្រូវបង់គឺស្មើនឹង$52 លានអ្នកលេងសូមបែងចែកលុយ$52 លាននេះទៅសប្បុរសធម៌ក្នុងរយៈពេល4ថ្ងៃវិធីណាក៏បានឬក៏គ្រាប់លោកលាក់វាសនានឹងរឹបអូសទ្រព្យសម្បត្តិអ្នកលេងដោយស្វ័យប្រវត្តិ Sellers ភ្ញាក់ពីការភ្ញាក់ផ្អើលរួចធ្វើចិត្តឲ្យស្ងប់ចន្លោះលុយដើម$23 លាននិងសេវា4របស់ប្រព័ន្ធសរុបគឺតិចជាង$100 លានបូកថ្លៃសេវា broker ទៀតការលេងលើកនេះរកបានចំណេញសឹកប្រហែល$1 លានកប់សេរីណាស់មិត្តភក្តិអញ Sellers ដកគ្រាប់លោកលាក់វាសនាមកកាន់រួចញឹមបិទមាត់មិនចិត្តភ្លាមនោះទូរស័ព្ទវាក៏រោទឡើងទៀត Sellers លើកទូរស័ព្ទគឺ Willow មើលទៅនាងក៏កំពុងតាមដានទីផ្សារថ្ងៃនេះដែរព្រះអើយអញរកបានប៉ុន្មានពីការលេងលើកនេះវាពិតជាមិនគួរឲ្យជឿសោះអញច្បាស់ជាប្រមូលលុយបានមួយគំនរពីវិនិយោគិនបរទេសហើយ Willow និយាយដោយក្តីរំភើបបើរឿងរ៉ាវកើតឡើងដូចអ្វីដែល Sellers ទីទុកមែនគឺគ្មានអ្វីត្រូវសង្ស័យឡើយថាវារកលុយបានច្រើនសន្ធឹកសន្ធាប់ដកដើមនឹងថ្លៃសេវាចេញសល់ចំណេញប្រហែល$1 លានសំឡេង Sellers ក៏មានអារម្មណ៍រំភើបដែរអញមានគម្រោងបរិច្ចាគ$52 លានដើម្បីជួយតំបន់ក្រីក្រនៅ Samara ហើយអញនឹងបំរុងទុក$100 លានដើម្បីបង្កើតមូលនិធិ Sellers Foundation សម្រាប់ជួយកុមារក្រីក្រនៅភូមិភាគភ្នំឲ្យបានរៀនសូត្រ
និយាយថា Sellers រកលុយបានច្រើនបែបនេះ Willow ភ្ញាក់ផ្អើលចាំងចំហមាត់ហើយមួយសន្ទុះធំនាងមិនអាចតបបានឡើយអ្វីដែលធ្វើឲ្យនាងរំភើបបំផុតនោះគឺមិនត្រឹមតែ Sellers ខ្លាចជាអ្នកមានទេប៉ុន្តែវានៅតែមានចិត្តសប្បុរសសុខចិត្តយកលុយច្រើនបែបនេះទៅធ្វើបុណ្យវាពិតជាល្អឥតខ្ចោះមែនទែនល្អណាស់ Willow អញមានស្គាល់អ្នកជំនាញខាងហិរញ្ញវត្ថុទេអញចង់បានអ្នកមកជួយគ្រប់គ្រងមូលនិធិ Willow គិតគូរប្រកាសជាមានអញត្រូវការពេលណាអញអាចណែនាំមិត្តភក្តិជិតស្និទ្ធម្នាក់ឲ្យនាងទើបតែបញ្ចប់ការសិក្សាផ្នែកហិរញ្ញវត្ថុពីបរទេសនាងពូកែខ្លាំងណាស់ល្អណាស់អរគុណដែលបានជួយឥឡូវអញត្រូវជ្រើសរើសតំបន់ដែលត្រូវការជំនួយសិន Willow ចុចបិទដោយសារ Sellers រកលុយបានច្រើននាងគិតថា Sellers ប្រកាសជាមានផែនការផ្ទាល់ខ្លួនហើយរឿងរ៉ាវនឹងចាប់ផ្ដើមរវល់ខ្លាំង Sellers បើកផែនទី Somara លុយ$52 លានមើលទៅច្រើនតែពេលយកទៅជួយតំបន់មួយគឺមិនសូវច្រើនប៉ុន្មានទេ Sellers គិតគូរមួយសន្ទុះដោយសារវាមានគ្រាប់លុកលាក់វាសនាចាំប្រាប់ហេតុការណ៍អនាគតឱកាសបែបនេះនឹងមានមកទៀតជាមិនខានដូច្នេះមិនបាច់ប្រញាប់ប្រញាល់ទេវាសម្រេចចិត្តចាប់ផ្ដើមជួយអភិវឌ្ឍ Cloud Citizen Sellers ស្វែងរកលេខផ្លូវការរបស់ស្រុក Spirit Mountain រួចតាក់ទងទៅដើម្បីប្រាប់ពីការបរិច្ចាគខាងមុខអាញាធរផ្លូវការរំភើបចិត្តយ៉ាងខ្លាំងរួចណាត់ជួបដោយក្តីរីករាយ Sellers ឲ្យ broker ផ្ទេរលុយ margin មកវិញថែមទាំងឲ្យ bonus Mega Chandler ចំនួន$50,000ទៀតវាប្រកាសជាមិនជ្រុលពេកទេព្រោះដឹងថាកម្រៃជើងសាររបស់ manager លើការដេញដូននេះក៏ច្រើនសន្ធឹកសន្ធាប់រួចទៅហើយបន្ទាប់មកវាផ្ញើលុយឲ្យមិត្តរួមបន្ទប់ទាំង3ដោយសងលុយទ្វេដងនៃលុយដែលគេឲ្យខ្ចីចំណែក Willow ដោយសារ Sellers គ្មានលេខកិននៃនាងទើបវាមិនប្រញាប់សងភ្លាមពួកវានឹងជួបគ្នាញឹកញាប់នៅថ្ងៃមុខដូច្នេះចំនួននេះគ្មានអីត្រូវបារម្ភទេ Sellers គិតមួយសន្ទុះរួចដកទូរស័ព្ទផ្ញើលុយ$100,000ទៅឲ្យ Jillian អរគុណបងប្អូនប្រុសប្រាក់ចំណេញពីការ short ប្រេងឆៅនេះប្រហែលជាច្រើនជាងចំណេញក្រុមហ៊ុនឯងរាប់សិបដងនិយាយរួច Sellers ក៏ផ្ញើរូបភាព screenshot ទល់ឲ្យភាពកិននេះទៅឲ្យរួច block និង delete ចោលភ្លាមមនុស្សដែលមិនឲ្យតម្លៃលើបងប្អូនគឺមិនគួរសាយពេលជាមួយទៀតឡើយពេលរៀបចំរួចរាល់ Sellers ដេកលើគ្រែសម្លឹងមើលពីដានតើវាទើបតែជួបសំណាងល្អមែនទេសុខក៏ទទួលបានទ្រព្យសម្បត្តិមហាសាលដែលមិនអាចសង្ឃឹមដល់មែនហើយវាធ្លាប់ធ្វើឲ្យក្រុមហ៊ុនខ្សែធនតែស្នាដៃលើកនេះវាជឿជាក់ថានឹងត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ Sellers បិទទូរស័ព្ទវាខ្ជិលគិតថា Jillian នឹងមានមុខបែបណាពេលដឹងថា Sellers រកលុយបានច្រើនប៉ុណ្ណាហើយមិត្តភក្តិទាំង3ក៏ប្រហែលជាភ្ញាក់ផ្អើលដូចគ្នាវាលក់លង់ក្នុងដំណេកព្រោះតែការតាមដានទីផ្សារពេញមួយថ្ងៃធ្វើឲ្យរាងកាយវាតឹងតែងយ៉ាងខ្លាំងវាហត់នឿយជាខ្លាំងអបអរសាទរអ្នកលេងអ្នកទទួលបានសិទ្ធិចូលរួមកម្មវិធីមហាសេដ្ឋីហើយយើងសង្ឃឹមថាអ្នកនឹងប្រើប្រាស់ទ្រព្យសម្បត្តិនេះក្នុងគោលបំណងល្អដើម្បីជួយនិងផ្លាស់ប្ដូរជីវិតអ្នកក្រីក្រពាក្យទាំងនេះបន្លឺឡើងក្នុងសុបិនហើយក្រោយមកបានคล้ายជាបាវចនានាំផ្លូវ Sellers ឲ្យคล้ายជាអ្នកសប្បុរសធម៌ដ៏អស្ចារ្យបំផុតនៅ Somara នៅ First Night Corporation មុខ Jillian ឡើងខ្មៅងឹតពេលសម្លឹងមើលលុយ$100,000និងរូបភាព screenshot ដែល Sellers ផ្ញើមកពេលវារៀបនឹងសាច់ចំអកថាជារូបភាពคล้ายៗវាស្រាប់តែចាប់អារម្មណ៍ឃើញសល់តែសញ្ញាឧទានពណ៌ក្រហមមានន័យថាវាត្រូវគេ block បាត់ទៅហើយ Jillian ខំថ្មិញក្តៅក្រហាយវាបើកក្រុមហ៊ុនជិត1ឆ្នាំប្រាក់ចំណេញជិតដល់$10 លានដែលត្រូវគេចាត់ទុកថាជាក្រុមហ៊ុនដែលដំណើរការល្អបំផុតក្នុងចំណោមបងប្អូនទាំង4 Jillian ដកទូរស័ព្ទទៅ Derek អញដឹងទេថា Sellers រកបាន$1.1 លានពីការ short ប្រេងឆៅ Jillian និយាយត្រង់តែម្ដងអញនិយាយស្អីហ្នឹងអញគិតថាអាឡុងនោះអាចធ្វើបែបហ្នឹងបានមែនទេហើយទោះជាមិននិយាយរឿងហ្នឹងតើវាយកដើមទុនពីណា Derek និយាយដោយខ្ជិលច្រអូសមិនខ្វល់ពី Sellers បន្តិចសោះព្រោះសម្រាប់គេ Sellers ពេលនេះមិនខុសពីឆ្កែគ្មានផ្ទះនៅឡើយទេតែ Derek អញឃើញរូបភាព screenshot កាន់នេះវាដោយផ្ទាល់ហើយវាក៏ block អញភ្លាមឯងគួរតែសាកផ្ញើសារទៅសួរវាមើលទៅ Jillian និយាយដោយក្តីព្រួយបារម្ភមិនមែនគេខ្វល់ពីអ្នកណាមិនរកលុយបានទេតែគេទ្រាំមើលឃើញអ្នកផ្សេងជោគជ័យមិនបានឲ្យតែមានអ្នកផ្សេងចំណេញគឺគេឈឺចាប់ល្មមហើយកុំគិតច្រើនពេកយើងគ្រាន់តែត្រូវគ្រប់គ្រង Forest Group រវាងយើងពីរនាក់ទៅបានហើយពេលយើងមានភាគហ៊ុនភាគច្រើនយើងអាចធ្វើអីក៏បានដែរនិយាយរួច Derek ក៏ចុចបិទទីផ្សារភាគហ៊ុន Meridia ជួប Circuit Breaker បូករួមទាំងប្រេងឆៅធ្លាក់ចុះដល់តម្លៃដកបានคล้ายជាព័ត៌មានសេដ្ឋកិច្ចធំបំផុតប្រចាំថ្ងៃប្រព័ន្ធផ្សព្វផ្សាយធំទាំងអស់សុទ្ធតែចុះផ្សាយយ៉ាងក្តៅគប់ដោយមានអ្នកវិភាគតាមអ៊ីនធឺណិតចេញមកធ្វើជាអ្នកជំនាញបន្ទាប់ពីហេតុការណ៍កើតឡើងខណៈប្រអប់ comment ពោពេញដោយភាពជឿចាប់ចុយម្រាយមិនក៏អញជំពាក់ធនាគារ$10,000ក្រោយលេង features បែបនេះអញចប់ហើយឲ្យលុយអញវិញមកទិញអីក៏ខាតដែរអញជប់ហើយរៀបចំកង់រើមកដឹកអីវ៉ាន់រួចហើយទៅធ្វើការរត់តាក់ស៊ីវិញឥឡូវហ្នឹងមនុស្សគ្រប់គ្នាកំពុងនិយាយពីរឿងនេះវិនិយោគិននៅSomaraជាច្រើនក៏ខាតបង់ដែរតែគ្រប់គ្នានៅតែមានសមត្ថភាពបង្កើតសំណើចទោះបីជាខាតបង់លុយក៏ដោយក៏ប្រអប់ comment ប្រែជាកន្លែងប្រកួតប្រជែងសំណើចទៅវិញចំពេលនោះព័ត៌មានបែកធ្លាយមួយបានធ្វើឲ្យប្រធានបទទាំងមូលឆាប់ឆេះឡើងដូចភ្លើងចាំងក្រានអ្នកជំនួញអាចកំបាំងម្នាក់បាន short ប្រេងឆៅការពីម្សិលមិញដោយកោបលុយបានរហូតដល់$1,500,000មិនអាចទេរឿងនេះច្បាស់ជាខ្លាំងខ្លាយហើយខ្លាំងខ្លាយ100គ្រាន់តែជាព័ត៌មានបោកប្រាស់ឲ្យយើងចូលលេងបន្តតើនៅក្នុង comment ពេញដោយសម្លេងធ្ងន់មិនជឿម្ចាស់ផុសមិនបានតតភ្លាមទេប៉ុន្តែបែរជាផុសរូប screenshot កាន់នេះរបស់ Sellers ចូលបន្ថែមឃើញនៅកំពូលអ្នកខ្លាំងពិតប្រាកដគឺមានមែនបន្ទាប់មកម្ចាស់ផុសក៏បាត់មុខជឹងដោយមិននិយាយមួយម៉ាត់ទៀតឡើយប្រអប់ comment កាន់តែផ្ទុះឡើងខ្លាំងជាងមុនរូបនេះច្បាស់ជាកាត់ Photoshop ហើយតើអ្នកណាអាចធ្វើរឿងចង្រៃបែបនេះបានទៅត្រូវហើយពួកវាគ្រាន់តែចង់បបយើងឲ្យចូលលេងបន្ថែមប៉ុណ្ណោះមើលចំណុចចូលទិញនេះចុះ 55.9 គ្មាន trader ធម្មតាណាចូលទិញចំក្បាលចំចុងបានច្បាស់ថ្នាក់នឹងទេប្រអប់ comment ផ្ទុះឡើងដូចបែកកំប៉ុងសក្ខណៈសាមីខ្លួនមិនដឹងខ្យល់អីសោះព្រោះហឡអិត Sellers នៅតែចង់ដេកបន្តិចទៀត
សំឡេងទូរស័ព្ទសន្តាគារក៏រោទឡើង Silas ទាំងភ្នែកនៅកញ្ឆេងភ្ញាក់ពីដេករួចលើកកាសទូរស័ព្ទមកស្ដាប់អរុនសួស្ដីលោក Forrest នេះជាសេវាដាស់តាមការស្នើសុំរបស់លោកអរគុណខណៈពេល Silas ស្ដាប់សំឡេងផ្អែមល្ហែមពីខ្សែម្ខាងទៀតអារម្មណ៍ងុយគេងរបស់វាក៏លីបាត់អស់រលីងវាស្ទុះចាប់យកទូរស័ព្ទចង្រៃយក Silas សម្លឹងមើលបណ្ដុំសារដែលផ្ញើចូលមកឥតឈប់ឈរគ្រាន់តែដេកលក់មួយយប់សោះស្រាប់តែមាន missed call ស្របសឹបខលពីមិត្តរួមបន្ទប់ទាំង3ពី Willow ពី Manager Chandler និងមនុស្សជាច្រើនទៀតវាបើកកម្មវិធីសារវ៉ាសារមិនទាន់អាន99ជាពិសេសសារពី Manager Chandler គឺមានរហូតដល់ទៅជាង20សារឯណោះ Silas ចុចបើកមើលសារទាំងអស់ខ្លឹមសារសង្ខេបគឺខាង broker ចង់ផ្សព្វផ្សាយតាក់ទាញអតិថិជនក៏បានទម្លាយប្រាក់ចំណេញរបស់វាប៉ុន្តែពេលនេះគេទម្លាយតែតួលេខចំណេញប៉ុណ្ណោះមិនទាន់ទម្លាយអត្តសញ្ញាណទេដូច្នេះមិនប៉ះពាល់វាប៉ុន្មានឡើយ Silas តបវិញថាមិនអីទេឯគ្រប់មិត្តរួមបន្ទប់ក៏មានសារច្រើនដែរ Silas អូសមើលលឿនគ្មានអីប្រញាប់ប្រញាល់ទេបន្ទាប់មកគឺសាររាប់សិបពី Willow ដែលពេញដោយ emoji គ្រប់ប្រភេទ Silas អូសក្បាលដោយអៀនព្រានរួចតបថា Willow អង្គុយមើលទីផ្សារពេញមួយថ្ងៃធ្វើឲ្យអញហត់នឿយខ្លាំងណាស់ពេលរៀបរយអស់អញក៏បិទទូរស័ព្ទដេកលក់បាត់ទៅ Silas អូសមើលបន្តមិននឹកស្មានថាល្អិតអូនទៅទេមកដែរដោយសួរថា Silas អញរកបាន 1.1 ប៊ីលៀនពិតមែនឬ Silas ញឹមស្ញែងអាយឺលៀនច្បាស់ជាចាត់អាល្អិតនេះឲ្យមកស្ទង់មិត្តវាហើយជាការពិតតែអញនិយាយខ្វះអស់$500 លានផ្ញើសាររួច Silas ក៏សម្រេចចិត្តចេញទៅក្រៅទិញឡានថ្មីមួយព្រោះវាគម្រោងទៅស្រុក Spirit Mountain ស្អែកនេះដើម្បីប្រគល់ប្រាក់បរិច្ចាគសប្បុរសធម៌ភ្លាមនោះសំឡេងកណ្ដឹងទូរស័ព្ទលោតឡើងគឺ Willow ទេមកមានការអីមែនទេអញជាជ្រូករឿយមិនក៏ដេកច្រើនថ្នាក់ហ្នឹង Willow និយាយដោយសំឡេងអែបអបឌឺដងហាហាសុំទោសផងអញហត់នឿយខ្លាំងពេកអូជម្រាបផងផ្ញើលេខនេះអញមកអញនឹងវេលលុយសឹងវិញមិនបាច់ប្រញាប់ទេតែអញមានផែនការធ្វើអីបន្ត Silas គិតគូរបន្តិចស្អែកនេះអញគិតទៅស្រុក Spirit Mountain ដើម្បីប្រគល់លុយបរិច្ចាគឲ្យអញក៏ត្រូវទៅទិញឡានមួយដែរ Willow ញឹមរំភើបអញបរិច្ចាគឲ្យ Spirit Mountain ប៉ុន្មានដែររឿងឡានបើអញចង់ទិញអញអាចជួយអញបានចង់បានមកអីក៏អញនាំទៅទិញដែរអញអាចសុំបញ្ចុះតម្លៃឲ្យអញបានទៀតហាហាអញ្ចឹងក៏បានដែរចាំអញរៀបចំខ្លួនសិនចាំ30នាទីទៀតអញទៅទទួលឯងនិយាយរួច Willow ក៏ចុចបិទមួយសន្ទុះក្រោយមក Silas ក៏ទទួលបានលេខកេណេរបស់នាងរឿងត្រូវសងនាងប៉ុន្មានគឺជាបញ្ហាចោតមែនទែនព្រោះកាលនោះនាងផ្ញើឲ្យ$6 លានដោយមិនស្ទាក់ស្ទើរនិងមិនសួរដេញដល់មួយម៉ាត់ហើយ Willow ក៏មិនមែនជាមនុស្សខ្វះលុយដែរ Silas គិតគូរសពគ្រប់រួចសម្រេចចិត្តវេលលុយសឹងវិញ$6 លានគត់ចាំពេលវាដោះស្រាយការងារនៅស្រុក Spirit Mountain រួចរាល់វាប្រកាសជាទិញកាដូពិសេសមួយយកមកជូននាងជាមិនខានមិនយូរប៉ុន្មាន Willow ក៏មកដល់សន្តាគារដែល Silas ស្នាក់នៅអ្នកទាំងពីរជិះឡានទៅកាន់កន្លែងលក់ឡានប្រណិតធំបំផុតនៅ Cloud City គ្រប់ម៉ាកឡានប្រណិតសុទ្ធតែមាន showroom នៅទីនោះទាំងអស់បើមិនប្រញាប់យើងដើរមើលសន្សឹមទៅ Silas ងក់ក្បាលប៉ុន្តែពិភពលោកនេះពិតជាតូចមែនពេលអ្នកទាំងពីរដើរចូល showroom Mark Mercedes ភ្នែកមុតស្រួចរបស់ Silas ក៏ប្រឡេកឃើញ Crystal ពាក់ឈុតធ្វើការយ៉ាងសម្រម្យឈរនៅជិតច្រកចូលរំលងវាទៅយើងទៅមើលកន្លែងផ្សេងវិញដាដល់ណាក៏ជួបតែរឿងផ្សេងដែរ Silas ជប់ជើងភ្លាមរួចចាប់ដៃ Willow មិនបាច់ខ្លាចទេអញមកទិញឡានចាំបាច់ឲ្យសង្សារចាស់មកធ្វើឲ្យខូចអារម្មណ៍ធ្វើអីមកដល់ហើយដើរមើលបន្តិចទៅមិនមែនឡាន Wagon ជាឡានដែលឯងចូលចិត្តជាងគេទេអីមិនទាន់ទាំង Silas តបផង Willow ក៏ទាញដៃ Silas ដើរចូលទៅក្នុង showroom បាត់ទៅអូហូមើលចុះអាប្រុសក្បាលគោយើងរកបានមួយស្រីអ្នកមានហើយតើប្លែកមែនទេឥឡូវមានលុយទិញឡានហើយគ្រាន់តែឃើញអ្នកទាំងពីរ Crystal ខំថ្មីក្រៅក្រហាយមែនទេដោយសារចរិតចង្អៀតចង្អល់នាងគ្មានផ្លូវនិយាយរាប់អានពួកវានោះទេប៉ុន្តែអ្នកទាំងពីរធ្វើមិនដឹងមនុស្សដូចគ្នានាងនៅទីនោះហើយដើររំលងនាងចូលទៅខាងក្នុង showroom យ៉ាងរលូននៅទីនេះមានឡាន Wagon ក្នុង stock អត់ Willow សួរដោយសំឡេងអំណាចគ្រាន់តែពាក្យនេះ Crystal ប្រញាប់ស្ទុះរត់មកភ្លាមព្រោះឡាន Wagon តម្លៃលើសពី$1 លានហើយថែមទាំងត្រូវបូកថ្លៃបន្ថែមទៀតធ្វើឲ្យវាជាឡានបានភាគរយជាងសារខ្ពស់បំផុតចាស់មានទឹកមុខ Crystal ប្រែប្រួលភ្លាមពេលដើរមកជិត Silas មិនសូវខ្វល់ទេប៉ុន្តែ Willow ជ្រួញចិញ្ចាំបន្តិចគ្មានអ្នកណាកំពុងធ្វើការនៅទីនេះទេអីមិនឃើញខ្ញុំមកដល់ទេ Willow ស្រែកសួរទៅកាន់ក្រុមបុគ្គលិកលក់ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលព្រោះធម្មតាអ្នកណាកំពុងប្រចាំការត្រូវទទួលភ្ញៀវដែលដើរចូលមកហើយពេលនេះមិនមែនជាវេនរបស់ Crystal ឡើយហើយមើលទៅភ្ញៀវម្នាក់នេះគ្មានបំណងទិញតាម Crystal ដាច់ខាតឃើញបែបនេះបរិសម្នាក់ក៏ប្រញាប់រត់មកយ៉ាងលឿនជំរាបសួរខ្ញុំបាទ Victor Sterling ជា Sales Manager នៅទីនេះមានអ្វីឲ្យខ្ញុំបាទបម្រើដែរទេមាន Wagon ក្នុង stock អត់ខ្ញុំចង់បានឡានដែលបើកចេញទៅបានថ្ងៃនេះតែម្ដងហើយដេញស្រីម្នាក់នោះឲ្យឆ្ងាយពីខ្ញុំទៅឃើញមុខនាងធ្វើឲ្យខ្ញុំបាត់បង់អារម្មណ៍ទិញអស់រលីង Willow ចង្អុលដៃទៅកាន់ Crystal ដែលឈរនៅចំហៀង Victor ទូមិនដឹងថាមានរឿងអីរវាងពួកវាប៉ុន្តែគេដឹងរឿងមួយច្បាស់ភ្ញៀវជាស្ដេចហើយជាពិសេសភ្ញៀវដែលហ៊ានចំណាយធំទិញ Wagon ទៀតអ្នកណាខ្លះមិនស្រឡាញ់ភ្ញៀវបែបនេះ Victor ក្រវីដៃដេញ Crystal ចេញនាងធ្វើការទទួលភ្ញៀវបែបហ្នឹងឬចូលទៅបន្ទប់សម្រាប់វិញទៅចាំខ្ញុំដោះស្រាយជាមួយនាងពេលក្រោយទឹកមុខគេប្រែជាញឹមព្រីភ្លាមពេលងាកមកនិយាយជាមួយ Willow យើងមានឡាន Wagon ពណ៌ខ្មៅ option ពេញមួយគ្រឿងដែលអាចបើកចេញទៅបានថ្ងៃនេះប៉ុន្តែដោយសារអ្នកទាំងពីរមិនខ្វះលុយខ្ញុំជឿថាអ្នកទាំងពីរជ្រាបហើយថាឡាន model នេះកំពុងត្រូវបានដូច្នេះត្រូវថែមថ្លៃបន្តិច Silas ក្រវីដៃតោះទៅមើលឡាន Crystal ដើរចូលបន្ទប់សម្រាប់ទាំងខឹងសម្បាហេគ្រាន់តែរកបានមួយស្រីអ្នកមានសោះអំនួតមែនអាប្រុសស៊ីលុយស្រីដើរដល់ណាក៏នៅតែជាអាប្រុសស៊ីលុយស្រីដដែលមិត្តរួមការងារចំរំសួរដោយចង់ដឹងចង់ឮ
ព្រោះបើការលក់នេះជោគជ័យភាគរយជើងសារគឺច្រើនសន្ធឹកសន្ធាប់ណាស់អានឹងជាអាប្រុសស៊ីលុយស្រីសោះពួកអញមិនបានមើលព័ត៌មានការពីថ្ងៃមុនទេអីវាជាកូនទី2ត្រកូល Forest ដែលត្រូវគេបណ្ដេញចេញពីគ្រួសារវាត្រូវទៅខ្ចីលុយ$10000ពីបងប្អូនបង្កើតវាពួកឯងជឿអត់ Crystal ជាប្រមាថ Sellers ដោយគ្មានមេត្តាតែតាមពិតមិនមែនជារឿងកុហកទេព្រោះអ្វីដែលនាងនិយាយសុទ្ធតែជារឿងពិតទាំងអស់សភាពគិតនាំគ្នាចង់ដឹងចង់ឮក៏ឆាប់ចេះឡើងហើយបន្ទប់ទាំងមូលក៏ចាប់ផ្ដើមជេរគ្នាវងវាងជាមួយគ្នានោះអ្នកទាំង3ក៏មកដល់កន្លែងតាំងឡាន Sellers ឡើងទៅអង្គុយទេមិនអាក្រក់ទេនៅតែជាអារម្មណ៍ធ្លាប់ស្គាល់ដដែលឡានចាស់របស់វាក៏ជា Mercedes-Wagen ដែរតែវាចុះបញ្ជីក្រោមឈ្មោះក្រុមហ៊ុន Forest Group បន្ទាប់ពីក្រុមហ៊ុនខ្សែធនវាចោលវានៅទីនោះដោយមិនបានខ្វល់ខ្វាយទៀតឡើយយករឿងនឹងហើយគិតគូរតម្លៃរួចទៅរកខ្ញុំអូហើយខ្ញុំត្រូវការឡាន sedan មួយគ្រឿងទៀត Maybach ឬ S-Class ក៏បាន Sellers ងាកទៅនិយាយជាមួយ Victor បាទតាមពិតទៅយើងទៅតែកាលពីម្សិលមិញមានឡាន Maybach 450ថ្មីសន្លាងមួយគ្រឿងទៅមកដល់ចាំខ្ញុំនាំលោកទៅមើល Victor ញ៉ាំបិទមាត់មិនចិត្តមិនបាច់មើលទេប្រាប់ខ្ញុំមកតើអាចបើកចេញទៅបានថ្ងៃនេះអត់បើឡានទាំងពីរអាចប្រគល់បានថ្ងៃនេះគិតគូរតម្លៃសរុបរួចទៅរកខ្ញុំចង់បើកឡានទាំងពីរចេញទៅឥឡូវនេះបានប្រកាសជាបានអញ្ជើញលោកនិងអ្នកនាងអង្គុយសម្រាប់មួយផ្លែតសិនចុះខ្ញុំនឹងទៅគិតគូរតម្លៃជូនឥឡូវនេះ Victor ប្រញាប់រត់ទៅការិយាល័យហិរញ្ញវត្ថុយ៉ាងប្រញាប់ប្រញាល់ឡានទាំងពីរជារថយន្តប្រណិតលំដាប់កំពូលហើយសុទ្ធតែត្រូវថែមថ្លៃពុកបញ្ចូលគ្នាតម្លៃសរុបគឺ$4,130,000 Victor ត្រឡប់មកវិញជាមួយវិកេបាត់លោកបាទតម្លៃសរុបឡានទាំងពីរគឺ$4,130,000 ខ្ញុំបានសុំការបញ្ចុះតម្លៃពិសេសពីក្រុមហ៊ុនជូនលោកយើងអាចកាត់កន្ទុយសេះចោលហើយខ្ញុំនឹងថែមសម្ភារៈឡានជាច្រើនព្រមទាំងស្រោមការពារឡាននិងសេវាកម្មបន្ថែមផ្សេងទៀត Victor ពន្យល់រៀបរាប់ភ្នែកភ្លឺថ្លាដោយក្តីរំភើបបើការជួញដូរនេះជោគជ័យភាគរយជើងសាររបស់គេតែម្នាក់ឯងគឺរាប់ម៉ឺន$ខែនេះគេអាចនាំខ្លួនឯងទៅកំសាន្តនៅហាងខារ៉ាអូខេបានហើយកាត់ទៅហើយឲ្យបុគ្គលិក2នាក់បើកឡានទាំងពីរទៅសន្តាគារ Cloudin ទុកកូនសោនៅកន្លែងទទួលភ្ញៀវក្រុមឈ្មោះ Sellers Forest បាទយល់ហើយ Victor ទទួលការពី Sellers វ៉ាលេខគណនីបញ្ចប់ដោយ$8,882រួចប្រញាប់រត់ទៅការិយាល័យហិរញ្ញវត្ថុដើម្បីកាត់លុយភ្លាមពេលការទូទាត់ជោគជ័យភ្នែកបុគ្គលិកគណនីបើកធំភ្ញាក់ផ្អើលយ៉ាងខ្លាំងអូហូ Victor ភ្នែកខ្ញុំច្រឡំមែនទេរៀបរយពាន់ម៉ឺនសែនចង្រៃយកតើអាល្អិតនេះជាសាច់ញាតិបាត់ខ្លួនយូររបស់ខ្ញុំមែនទេមានលុយជាង$1 ប៊ីលៀនក្នុងគណនីនេះបុគ្គលិកសម្លឹងមើលទាំងមិនជឿគេមិនដែលឃើញអ្នកណាមានលុយច្រើនថ្នាក់នឹងក្នុងគណនីតែមួយឡើយឬបែបនេះ Victor ប្រញាប់លូតមើលដល់តព្រះឲ្យលេខសូនឲ្យវិញឡើយតើអាល្អិតនេះជាកំពូលមនុស្សពីណាគ្មានអ្វីចម្លែកទេដែលវាមិនខ្ជិលលត់ថ្លៃសំបីតែមួយកាក់ពេលឃើញ Victor កាន់កាត Sellers ដើរទៅការិយាល័យហិរញ្ញវត្ថុ Crystal ប្រញាប់ដើរចេញពីបន្ទប់សម្រាប់ភ្លាមបើជា Willow ជាអ្នកចេញលុយ Crystal ប្រហែលជាមិនហ៊ានឌឺដងឡើយព្រោះ Willow ជាអ្នកមានស្រាប់ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់ Sellers គឺ Crystal គិតថានាងស្គាល់ច្បាស់ណាស់វាមានលុយតែ$10000ហើយកាត់វាត្រូវគេបង្កប់ទៀតគ្មានផ្លូវវាមានលុយ4លានទេ Crystal ដើរចូលទៅជិត Sellers ដោយសំឡេងឌឺដងចំអប់អូសូមអង្វរកុំធ្វើចរិតអ្នកមានតែខ្លួនឯងគ្មានលុយអីចុងក្រោយមានតែលូកឡានសុំគេវិញទេអ្នកនាងកុំឲ្យអាប្រុសស៊ីលុយស្រីនឹងបោកបានឲ្យសោះប្រាប់ឲ្យដឹងវាកំណាញ់ណា Crystal និយាយរអ៊ូតមិនឈប់ប៉ុន្តែអ្នកទាំងពីរមិនខ្វល់ពីនាងឡើយវ៉ាអ្នកណាទៅដឹងអញប្រហែលជាធ្វើឲ្យស្រីម្នាក់នេះជឿចាប់ខ្លាំងហើយតើមែនទេអ្នកមាន Willow និយាយឌឺកុំខ្វល់ពីនាងអីបន្តិចទៀតយើងទៅញ៉ាំបាយជាមួយគ្នាសម្រាប់ចិត្តនៅថាញ៉ាំនៅណាអញជាអ្នកប៉ាវ Willow មកក្បាលអូហូធ្វើជាចិត្តទូលីទៀតតើអញមានលុយ$20000ក្នុងហោប៉ាល់អត់ធ្វើជាអ្នកមានទាំងខ្លួនអញស្ទើរតែគ្មានលុយទិញអីសោះចំពេលនោះសំឡេងតែកំភ្លៀងយ៉ាងខ្លាំងបានបន្លឺឡើងពេញ showroom Victor រត់យ៉ាងលឿនមកដល់កាន់វិកេបទៅក្នុងដៃមកទាន់ពេល Crystal កំពុងជេរប្រមាថភ្ញៀវ VIP របស់គេនាងនិយាយស្អីហ្នឹងនេះជាភ្ញៀវ VIP ដ៏សំខាន់បំផុតរបស់យើងគេមានលុយជាង$1 ប៊ីលៀនក្នុងកណនីហើយនាងថាគេគ្មានលុយញ៉ាំបាយគ្រាន់តែពាក្យទាំងនេះបន្លឺឡើង showroom ទាំងមូលស្ងាត់ជ្រាបដោយខ្មោចឡង Crystal ឈរស្រឡាំងកាំងដោយត្រូវគេតែកំភ្លៀងនឹងពាក្យសម្ដីមិនជប់សិនមានលុយជាង$1 ប៊ីលៀនស្អីគេហ្នឹងគ្មានផ្លូវទេអាប្រុសសមត្ថភាពដូចវាមិននឹងអាចមានលុយច្រើនថ្នាក់ហ្នឹងពួកឯងដឹងអត់កាលពីប៉ុន្មានថ្ងៃមុនវាក្ររហូតដល់សល់លុយតែ$10000ហើយត្រូវអង្គរបងប្អូនវាទៀត Crystal ស្រែកឡើងដោយមិនអាចទទួលយកបានមកដល់ចំណុចនេះ Victor មានអារម្មណ៍ចង់ច្របាច់កូ Crystal សម្លាប់មែនទែននេះវាហួសហេតុពេកហើយតើពួកវាមានសត្រូវឈាមស្រស់ជាមួយគ្នាគ្មានការគិតសោះបើភ្នែកមើលឲ្យច្បាស់ខ្លួនឯងទៅមើលថាវាច្រើនប៉ុណ្ណា Victor ទេវិកេបាត់ចំមុខ Crystal តែម្ដង Crystal ចាប់យកមកមើលវ៉ាលេខគណនីបញ្ចប់ដោយ48នាងស្គាល់កាតនេះច្បាស់ណាស់គឺជាគណនីរបស់ Sellers កាលអ្នកទាំងពីរនៅតែជាមួយគ្នាកាតនេះត្រូវនាយកធនាគារយកមកប្រគល់ឲ្យដោយផ្ទាល់កាលនោះ Sellers ក៏ចូលចិត្តប្រើវាដែរដោយបានដាក់លុយរាប់លានឲ្យ Crystal ប្រើប្រាស់សេរីមិនអាចទេដាច់ខាតមិនអាចទេទោះបីជាលុយនេះជាការពិតក៏គ្មានផ្លូវជារបស់អាប្រុសស៊ីលុយស្រីនឹងដែរកូនប្រុសខ្សែធនមិននឹងអាចមានលុយច្រើនថ្នាក់ហ្នឹងវាច្បាស់ជាបានមកពីស្រីម្នាក់នោះហើយ Crystal នៅតែបដិសេធមិនទទួលស្គាល់ពីបែបនេះ Willow ក៏សាច់ផ្ទុះឡើងអូនសម្លាញ់អូនវាតម្លៃអញខ្ពស់ពេកហើយបើត្រឹមប៉ុន្មានលានអញអាចឲ្យបានតែ$1 ប៊ីលៀនតើមានមនុស្សប៉ុន្មានអ្នកនៅសមរៈអាចរកបានដោយមិនបាច់បែកញើសប្រាប់អូនឲ្យដឹងទៅលុយទាំងអស់នេះ Sellers រកបានដោយខ្លួនឯងបន្ទាប់ពីពួកឯងបែកគ្នាឥឡូវស្ដាយក្រោយនៅ Willow ចាក់រុកយ៉ាងឈឺចាប់
ទាំងនាងនិង Silas គ្មានអារម្មណ៍ល្អជាមួយ Crystal ទៀតឡើយមូលហេតុតែមួយដែល Silas មិនទាន់ទាវស៊ើបសួររឿងចាស់គឺព្រោះតែយកយល់ដល់មនោសញ្ចេតនាកាលពីមុនប៉ុណ្ណោះ Crystal ឈរស្ងៀមភ្នែកស្អាតដោយក្តីរន្ធត់មិននឹងអាចទៅរួចនាងស្រាប់តែស្ទុះរត់ទៅជិត Silas រួចចាប់ដៃវាជាប់បងសម្លាញ់អូនដឹងថាក្នុងចិត្តបងនៅតែស្រឡាញ់អូនមែនទេបងមកទិញឡាននៅទីនេះព្រោះបងដឹងថាអូនធ្វើការនៅទីនេះដើម្បីជួយអូនឲ្យគ្រប់ភាគរយលោកមែនទេមិនអីទេបងមិនបាច់និយាយទេអូនជាអ្នកនិយាយយើងត្រូវរកគ្នាវិញទៅណាបង Crystal បាត់បង់ចរិតកាយស្កាលពីមុនអស់រលីងព្រោះតែទម្ងន់លុយ1 billion ដុល្លារគឺធ្ងន់ធ្ងរពេកមិនអាចទប់ទល់បានឡើយ Silas ងាកមើល Willow ដោយស្នាមញញឹមអស់សង្ឃឹមទៅធ្វើការវិញទៅជប់យកសប្តាហ៍ទៀតទៅវាងាកទៅនិយាយជាមួយ Victor ចាំអ្វីដែលខ្ញុំសុំយកឡានទាំងពីរទៅចតនៅចំណតសន្តាគារយើងនឹងត្រូវការវាម្ដងទៀតនៅរសៀលនេះបន្ទាប់ពីបាយថ្ងៃត្រង់រួចអូហើយចាក់សាំងឲ្យពេញផង Willow ឲ្យលុយសាំងទៅ Victor បន្តិចទៅ Willow លូកដៃចូលកាបូប Cassie Limited ដកលុយស្រស់ប្រហែល4ទៅ5,000ដុល្លារយកទៅដាក់លើដៃ Victor ចាក់សាំងធម្មតាណានិយាយរួច Silas ក៏កាន់ដៃ Willow ដើរចេញពី showroom ដោយទុកឲ្យ Crystal លិចលង់ក្នុងសេចក្តីស្ដាយក្រោយនៅខាងក្រោយឯ Victor រំភើបញាប់ញ័រហើយបុគ្គលិកផ្សេងទៀតកំពុងរីករាយនឹងការទស្សនារឿងភាគតោះទៅរកអីញ៉ាំអញចង់ញ៉ាំទីខ្វាំងតាំងនៅជិតសាកលវិទ្យាល័យ Cloud ค่ะតោះទៅជាមួយគ្នាពេលមកដល់ខាងក្រៅ Willow លូកដៃមកថ្ពក់ដៃ Silas ដោយខ្លួនឯងសំឡេងផ្អែមលែមនិងស្រស់ស្រាយ Silas ងក់ក្បាលនៅក្នុង showroom Mark Mercer វិញទឹកមុខ Victor ប្រែជាខ្មៅងឹតពេលសម្លឹងមើល Crystal ដែលកំពុងឈរភ្លឹកពន្យល់មកតានាងកំពុងធ្វើស្អីហ្នឹងមនុស្សគេមកទិញឡានប្រណិតពីរគ្រឿងភ្លាមដោយមិនណត់ថ្លៃសំបីមួយកាក់ហើយនាងចិត្តធ្វើឲ្យខូចការជួញដូរទាំងមូលដោយសាររឿងឥតប្រយោជន៍របស់នាង showroom នេះមិនត្រូវការការតុបតែងទេវាត្រូវការលទ្ធផលនាងយល់អត់បើថ្ងៃនេះខ្ញុំមិនចូលមកអន្តរាគមន៍ការលក់ទាំងមូលនឹងត្រូវរលីបាត់បង់អស់ Victor ខឹងសម្បាយ៉ាងខ្លាំងរហូតនិយាយស្ដីឲ្យ Crystal ដោយមិនក្រែងចិត្តជឿអត់មនុស្សមានទ្រព្យសម្បត្តិ1 billion ហើយនាងនៅតែអាចដេញគេចេញបានតើ Crystal ជាអ្នកបុណ្យមកចាប់កំណើតឬអីហាអញចង់ផ្ទុះសំណាច់ស្លាប់ហើយនាងនៅតែជំរុញថាកូនប្រុសខ្សែធនគ្មានលុយហើយចុងក្រោយបន្ទាប់ពីខ្សែធនទ្រព្យសម្បត្តិគេបែរជាកើនឡើងទៅវិញបើជាអញចង់យកក្បាលទៅបុកជញ្ជាំងស្លាប់ដោយសារស្ដាយក្រោយណាស់ក្រុមបុគ្គលិកលោកជេកគ្នាវងវាងនៅចិត្តនោះប៉ុន្តែគ្មានពាក្យណាមួយចូលក្នុងខួរក្បាល Crystal ឡើយមានតែគំនិតមួយគត់ដែលកំពុងគ្របដណ្ដប់ចិត្តនាងគឺការយក Silas ត្រឡប់មកវិញប៉ុន្តែអ្វីដែលនាងមិនដឹងនោះគឺរឿងខ្លះពេលធ្វើរួចហើយគឺគ្មានផ្លូវកែប្រែបានឡើយទៅរៀបចំខោអាវទៅផ្នែកហិរញ្ញវត្ថុរួចបើកប្រាក់ខែនេះទៅតាមពិតទៅនាងទៅតែធ្វើការបានប្រហែលថ្ងៃប៉ុណ្ណោះតាមច្បាប់នាងមិនគួរទទួលបានប្រាក់ខែផងតែថ្ងៃនេះខ្ញុំមានចិត្តសប្បុរសដូច្នេះទៅបើកប្រាក់ខែហើយចាក់ចេញទៅខ្ញុំមិនចង់ឃើញមុខនាងនៅ showroom នេះទៀតឡើយនិយាយរួច Victor ក៏ដើរចេញទៅទាំងច្រៀងរអ៊ូដោយក្តីរីករាយដោយទុកឲ្យក្រុមបុគ្គលិកខ្សែចំអករីឯ Crystal ឈរតែម្នាក់ឯងភ្នែកទេស្អាត Silas និង Willow ញ៉ាំបាយថ្ងៃត្រង់រួចក៏ត្រឡប់ទៅសន្តាគារវិញការបើកបរពីកណ្ដាលក្រុង Cloud City ទៅស្រុក Spirit Mountain ចំណាយពេលប្រហែល3ម៉ោងដូច្នេះ Silas សម្រេចចិត្តចេញដំណើរភ្លាម Willow អញនឹងតម្រង់ទៅស្រុក Spirit Mountain ឥឡូវនេះហើយចាំដោះស្រាយការងារនៅទីនោះរួចអញនឹងមកជួបអញវិញ Willow មកក្បាលនាងតែងតែជាមនុស្សយកការងារយ៉ាងល្អហើយនាងក៏មានអាជីវកម្មផ្ទាល់ខ្លួនត្រូវមើលថែដែរអញ្ចឹងប្រយ័ត្នប្រយែងតាមផ្លូវផងទៅដល់ផ្ញើសារប្រាប់អញផង Silas ញឹមយ៉ាងក្តៅកក់រួចទាញនាងមកអបយ៉ាងស្និទ្ធស្នាលអ្នកទាំងពីរក្រសោបយកខណៈអានេះមួយសន្ទុះទើបលាគ្នា Silas ដើរទៅកន្លែងទទួលភ្ញៀវរួចយកកូនសាឡាន Mercedes Wagon របស់វាសម្រាប់ការធ្វើដំណើរទៅស្រុក Spirit Mountain លើកនេះ Silas មិនទាន់សម្រេចចិត្តច្បាស់ឡើយថាត្រូវប្រើប្រាស់ថវិកាបែបណាមិនអីទេទៅដល់ចាំគិតទៀតសម្រេចចិត្តតាមអ្វីដែលបានឃើញគិតរួច Silas ក៏ឡើងជិះឡានរួចចេញដំណើរធ្វើត្បិតតែវាមិនបានប្រាប់អាជ្ញាធរស្រុក Spirit Mountain ថាវាចេញដំណើរមុនការកំណត់ក៏ដោយការណាត់ជួបដែលបានព្រមព្រៀងគឺនៅថ្ងៃស្អែក Silas ក្រឡេកមើលទូរស័ព្ទឃើញ Grace ទេមកក៏ចុចទទួលម៉ែគ្រាន់តែសំឡេង Silas Grace ក៏បាត់បង់ភាពអត់ធ្មត់ទាំងស្រុងចាប់តាំងពីគាត់វារលួយឲ្យ Silas ជីវិតរបស់គាត់កាន់តែលំបាកខ្លាំងឡើងព្រោះ Marcus បានចេញបញ្ជាយ៉ាងដាច់ខាតមិនឲ្យអ្នកណាជួយ Silas ដាច់ខាតហើយការពិនិត្យមើលប្រវត្តិហិរញ្ញវត្ថុគឺជារឿងងាយស្រួលណាស់សម្រាប់ Marcus នៅយប់ដែល Grace វារលួយឲ្យ Silas Marcus បានដឹងរួចជាស្រេចទៅហើយដូច្នេះនៅក្នុងផ្ទះការប្រព្រឹត្តរបស់គាត់ចំពោះ Grace កាន់តែត្រជាក់ស្រជុំឡើងហើយអាក្រក់ជាងនេះទៅទៀតនៅរសៀលថ្ងៃនេះ Marcus បានចេញបញ្ជាឲ្យគាត់រៀបចំខោអាវចេញពីផ្ទះត្រកូល Forest ទៅរកកន្លែងផ្សេងរស់នៅដោយសារតែ Grace បានល្មើសច្បាប់ដែលគាត់បានដាក់កូនសម្លាញ់កូននៅណាម៉ែគ្មានកន្លែងទៅទេសំឡេង Grace ញ័ររន្ធត់ដោយអារម្មណ៍បន្ទាប់ពីត្រូវគេរុញច្រាននិងដេញចោលជាយូរមកគាត់មិនអាចទប់ទល់បានទៀតឡើយពុកកូនដេញមកចេញហើយគាត់ថានឹងមិនអោយប្រាក់ឧបត្ថម្ភ10លានក្នុងមួយឆ្នាំដល់កូនទៀតទេគាត់ដឹងថាប្រាក់នោះម៉ែជាអ្នកផ្ញើឲ្យកូនស្អីគេ Silas ក្រឡេកមើលកញ្ចក់មើលក្រោយរួចអែបឡានចូលខាងរួចបើកភ្លើងសញ្ញាគ្រោះថ្នាក់មិនអីទេម៉ែរៀបចំខោអាវរួចកក់ជើងហោះហើរមក Cloud City ឲ្យបានលឿនបំផុតមកប្រាប់ម៉ោងមកចាំខ្ញុំឲ្យគេទៅទទួលចំណែកប្រាក់ឧបត្ថម្ភ10លានក្នុងមួយឆ្នាំភ្លេចវាចោលទៅយើងមិនត្រូវការវាទេកូនប្រុសម៉ែរកបាន 1.1 billion ដុល្លារក្នុងពេលប៉ុន្មានថ្ងៃនេះរ៉ាប់រងចិញ្ចឹមម៉ែគឺគ្មានបញ្ហាតតែសោះ Grace ឈោស្រឡាំងកាំង 1.1 billion ដុល្លារមែនឬកូនមិនបាននិយាយលេងជាមួយម៉ែទេមែនទេកក់ជើងហោះហើរឲ្យលឿនមកពេលនេះខ្ញុំកំពុងបាត់ឡានចាំខ្ញុំរកកន្លែងអែបឡានរួចទេទៅម៉ែវិញនិយាយរួច Silas ក៏ចុចបិទរួចបើកបរបន្តទៀតកន្លែងឈប់សម្រាកចិត្តបំផុតគឺនៅចម្ងាយប្រហែល30ទៅ40គីឡូម៉ែត្រទៀត
Tuyដំណឹងនេះ Grace ក៏គ្រវីក្បាលត្រង់ខ្លួនភ្លាម $1.1 billion តើវាមានន័យថាម៉េចឲ្យតែគាត់មិនចាយវាខ្ជិះខ្ជីគឺគ្រប់គ្រាន់សម្រាប់រស់នៅមួយជីវិតទៅហើយគិតរួច Grace ក៏ជូតទឹកភ្នែកដេញគាត់ចេញគាត់ក៏មិនចង់នៅជាមួយដែរ Grace ដើរចូលបន្ទប់ដោយស្នាមញឹមរួចចាប់ផ្ដើមរៀបចំខោអាវ Marcus បានរស់នៅក្នុងជីវិតគំរូម្នាក់តាមរបៀបរបស់គាត់ផ្លូវការគេមានប្រពន្ធតែមួយប៉ុណ្ណោះតែអ្នកស្គាល់គេច្បាស់ដឹងថាគេមានស្រីស្នេហ៍ពីរនាក់ផ្សេងទៀតប្រពន្ធដើមបង្កើតកូនប្រុសឲ្យគេពីរនាក់ Grace ជាស្រីស្នេហ៍ទី2បង្កើតបាន Silas ឯស្រីស្នេហ៍ម្នាក់ទៀតបានស្លាប់ដោយសារធ្លាក់ឈាមពេលសម្រាលកូនមិនដែលបានចាក់ចេញពីបន្ទប់វះកាត់រស់រានមានជីវិតឡើយ Marcus នៅតែមានទស្សនៈបុរាណដូច្នេះគ្រួសារទាំងមូលរស់នៅក្នុងភូមិគ្រឹះ5មួយជាន់ដោយគ្រួសារនីមួយមានជាន់ផ្ទាល់ខ្លួន Grace ចូលមកក្នុងជីវិត Marcus បន្ទាប់ពីគេមានទ្រព្យសម្បត្តិរួចហើយដូច្នេះមិនដូចប្រពន្ធដើមតែធ្លាប់ឆ្លងកាត់ការលំបាកជាមួយគេឡើយព្រោះតែហេតុនេះគាត់តែងតែជួបប្រទះការអន់ចិត្តនៅក្នុងគ្រួសារកាល Marcus នៅមានសុខភាពល្អភាពតានតឹងនេះគ្រាន់តែលាក់បាំងនៅខាងក្រោមប៉ុន្តែចាប់តាំងពីគេប្រកាសការប្រកួតប្រជែង Betting Pond រវាងកូនប្រុសទាំង4ការស្អប់ខ្ពើមក៏កាន់តែអាក្រក់ឡើងដំបូងឡើយ Marcus ធ្វើមើលមិនឃើញប៉ុន្តែពេលដឹងថា Grace វេរលុយឲ្យ Silas ការអត់ធ្មត់នោះក៏លីបាត់អស់រលីងក្នុងនាមជាមហាសេដ្ឋីជំនួញដែលគ្រប់គ្រងពិភពសាជីវកម្មរាប់ទសវត្សរ៍ Marcus ស្អប់បំផុតគឺការប្រឆាំងនឹងបំណងរបស់គេខណៈ Grace កំពុងរៀបចំខោអាវទឹកភ្នែកក៏ស្រក់ចុះមកលើថ្ពាល់ព្រោះកន្លែងនេះមានការចងចាំរាប់ឆ្នាំសម្រាប់គាត់ប៉ុន្តែការបង្ខំខ្លួនឯងឲ្យនៅបន្តគឺគ្មានប្រយោជន៍ឡើយល្អបំផុតគឺចាក់ចេញដោយកិត្តិយសតាមលក្ខខណ្ឌតខ្លួនអេលីក៏ជើងហោះហើរទៅ Cloud City ឲ្យខ្ញុំលឿនបំផុតតាមដែលអាចធ្វើបាន Grace និយាយឲ្យទន់ភ្លន់ទៅកាន់ស្រីក្មេងដែលឈរនៅខាងក្រោយអ្នកស្រីពិតជាចាក់ចេញមែនឬអេវីសួរដោយសំឡេងរ៉ាក់រអួលព្រោះនាងបានបម្រើ Grace យ៉ាងស្មោះត្រង់ជាច្រើនឆ្នាំមកហើយ Grace មកក្បាលកន្លែងនេះមិនត្រូវការខ្ញុំនៅទីនេះទេមានប្រយោជន៍អីត្រូវនៅកក់សំបុត្រទៅលឿនបំផុតតាមដែលអាចធ្វើបានអញ្ចឹងអ្នកស្រីខ្ញុំកក់សំបុត្រពីខ្ញុំសូមទៅជាមួយអ្នកស្រីផងបានទេរឿងដាក់ខែចាំទៅពេលក្រោយបាទអ្នកស្រីមិននៅទីនេះទៀតទេខ្ញុំក៏គ្មានប្រយោជន៍ត្រូវនៅដែរ Grace មកក្បាលអេវីបាននៅក្បែរគាត់ជាច្រើនឆ្នាំមកហើយដោយរ៉ាប់រងគ្រប់ផ្នែកនៃជីវិតប្រចាំថ្ងៃរបស់គាត់បើគ្មានអ្នកណាម្នាក់នៅក្បែរអ្វីអាចនឹងមិនរលូនឡើយអូខេទៅចុះអេវីមិនទាន់ដើរចេញផងទ្វារបន្ទប់គេងក៏បាក់ឡើងអូហូមិនមែនជាបងស្រីតូចទេអីកំពុងរៀបចំខោអាវមានរឿងអីទ្រាំនៅទីនេះលេងបានហើយមែនទេសំឡេងមុតស្រួចបានកាត់ចូលធ្វើឲ្យទឹកមុខ Grace ប្រែជាខ្មៅងឹតភ្លាមគឺដែងជាប្រពន្ធដើមរបស់ Marcus ហេកូនប្រុសឯងចុងក្រោយក៏មានមុខមាត់ដែរតើវានាំឯងទៅរស់នៅស្រួលហើយមែនទេអញមិនឆ្លោះជាមួយអញរឿងកន្លែងនេះទៀតទេប៉ុន្មានឆ្នាំមកនេះគ្មានអ្នកណាឈ្នះដាច់ទេអញក៏ហត់នឿយដែរ Grace គ្មានបំណងជែកលេងជាមួយដែងទៀតឡើយដែងដើរមកចិត្តរួចសើចយ៉ាងខ្លាំងហាកូនប្រុសឯងមានមុខមាត់តាមរបៀបណាដោយសារដុតលុយ10លានអស់ក្នុងពេលមិនទាន់បាន1ឆ្នាំឬដោយសារត្រូវគេបណ្តេញចេញពីគ្រួសារទាំងស្រុងអញដឹងទេបន្ទាប់ពីប៉ុន្មានឆ្នាំមកនេះឯងមានតែមកទេគ្មានសមត្ថភាពអីសោះថ្ងៃណាមួយរាប់រយឆ្នាំពីឥឡូវនេះពេលអ្នកបុរាណវិទ្យាជីក្រកឃើញទៀតឯងពួកគេប្រហែលជាភ្ញាក់ផ្អើលថាផ្លូវមនុស្សស្លាប់យូរហើយនៅតែមានមាត់មុតស្រួចបែបនេះចែងខ្ទប់មាត់សាច់មុខ Grace ឡើងក្រហមដោយកំហឹងអូកូនប្រុសខ្ញុំមិនបានសម្រេចអីច្រើនទេគ្រាន់តែរកបាន 1.1 billion ក្នុងពេលប៉ុន្មានថ្ងៃប៉ុណ្ណោះទោះបីជាខ្ញុំជឿថាចំនួននោះគ្រាន់តែជាលុយរីសម្រាប់អ្នកក៏ដោយ Grace ក្រវីក្អកប៉ុន្មានឆ្នាំមកនេះតើអ្នកធ្លាប់ឃើញខ្ញុំកុហកទេរក្សាកន្លែងនេះចុះខ្ញុំមិនចង់បានវាទៀតទេវាជារបស់អ្នកទាំងអស់ខ្ញុំទៅរស់នៅក្នុងវ័យជរាជាមួយកូនប្រុសខ្ញុំហើយ Grace វីបកវិញ 1.1 billion ទឹកមុខដែនប្រែប្រួលភ្លាម 1.1 billion Silas អសមត្ថភាពនឹងអាចរកបានច្រើនថ្នាក់ហ្នឹងជប់ធ្វើចរិតអំនួតទៅបើឯងមិនចង់ចាក់ចេញមែនទេគ្រាន់តែអង្វរខ្ញុំអាចឲ្យឯងនៅបន្តបានមកអង្វរទៅយ៉ែនមិនជឿសំបីតែមួយវិនាទីថា Silas អាចធ្វើបែបនេះបាន Grace រវិក្បាលរក្សាផ្ទះទាំងមូលនេះទុកសម្រាប់ខ្លួនឯងទៅពេលនេះខ្ញុំត្រូវរៀបចំខោអាវដូច្នេះសូមចាក់ចេញទៅហើយមិនផងដែរសូមចេះសើធំបន្តិចបន្តួចមិនខូចខាតទេការគោរពទ្វារមុនពេលចូលបន្ទប់អ្នកផ្សេងហើយរងចាំការអនុញ្ញាតជាការចាប់ផ្ដើមដ៏ល្អតើអ្នកដឹងទេហេតុអ្វីបានជា Marcus ឃ្លាតឆ្ងាយពីអ្នកប៉ុន្មានឆ្នាំមកនេះព្រោះតែអ្នកគ្មានសុជីវធម៌សោះ Grace លៀនអណ្ដាតដាក់ដែងពេលនិយាយចប់អ្នកទាំងពីរបានឆ្លោះគ្នាតាមរបៀបនេះរាប់ឆ្នាំមកហើយដោយវាបគ្នាមិនឈប់អញនឹងរងចាំមើលឯងខ្លាចជាមនុស្សអនាថាតាមផ្លូវគ្មានកន្លែងទៅហើយពេលឯងលុតជង្គង់អង្វរអញនឹងមិនឲ្យពេលវេលាមួយកាក់ដល់អញឡើយនិយាយរួចដែងក៏ដើរចេញទាំងខឹងសម្បាពេលមកដល់កន្លែងឈប់សម្រាក Silas ទៅ Grace ម៉ែកក់ជើងហោះហើរចុះចិត្តម៉ោង 9 យប់នេះមែនទេល្អខ្ញុំនឹងផ្ញើសារឲ្យកូនក្រមុំអនាគតម៉ែទៅទទួលអូហើយផ្ញើលេខកណីមកខ្ញុំនឹងវេរលុយឲ្យ Grace ចុចបិទភ្លាមគាត់ផ្ញើលេខកណីរួចប្រញាប់ចុះទៅសាលធំព្រោះ Dan កំពុងអង្គុយលើសាឡុងញ៉ាំផ្លែឈើដឹងកណីរបស់អ្នកបញ្ចប់ដោយ $5,868 ទើបតែទទួលបានការវេរលុយ$100 លានទល់ឲ្យភាពបច្ចុប្បន្ន$100,402,000 Grace បានកំណត់សំឡេងសារឲ្យលឺដោយចេតនាហើយដើររំលងដែនដើម្បីបង្ហាញវាអូកុំសម្លាញ់ម៉ែបានទទួលហើយតែមិនក៏កូនផ្ញើឲ្យម៉ែច្រើនថ្នាក់ហ្នឹងម៉ែគ្មានផ្លូវចាយអស់ទេក្នុងវ័យប៉ុណ្ណេះមុខ Grace ភ្លឺថ្លាដោយស្នាមញញឹមខណៈសំក្នុងដៃដែនក៏ស្ទះលើអាកាសមុខឡើងស្លេកស្លាំងដោយកំហឹងព្រោះត្រូវគេបង្អួតទ្រព្យសម្បត្តិចំមុខ Grace មិនខ្វល់ប្រតិកម្មរបស់ទៀតឡើយព្រោះគោលបំណងបានសម្រេចរួចហើយអូអ្នកនៅតែនៅទីនេះទេអីសុំទោសផងប្រហែលជាសំឡេងលឺបន្តិចហើយយ៉ាងណាក៏ដោយបន្តញ៉ាំទៅខ្ញុំចាក់ចេញឥឡូវហើយ Grace ពុតខ្លួនរួចងាកទៅ Evie នៅខាងក្រោយតោះទៅទិញភូមិព្រីផ្ទាល់ខ្លួនយើងគ្មានប្រយោជន៍រស់នៅក្បែរមនុស្សគួរឲ្យធន់បែបនេះទេវាមានតែធ្វើឲ្យអាយុយើងខ្លីប៉ុណ្ណោះចែងរៀបនឹងស្ទុះមុខកវ៉ាប៉ុន្តែអ្នកទាំងពីរបានដើរចេញផុតទ្វារបាត់ទៅហើយ Willow
ម៉ែអញចុះចតនៅប្រលានយន្តហោះយប់នេះម៉ោង 9 អញគ្មានពេលទៅទេអញជួយទៅទទួលគាត់រួចនាំគាត់ទៅសន្តាគារអញឲ្យគាត់សម្រាប់ផង Silas កំពុងនិយាយទូរស័ព្ទជាមួយ Willow បានមិនបាច់បារម្ភទេអញនឹងមើលថែម្ដាយឯងឲ្យបានល្អហាហាអញបានប្រាប់ម៉ែអញថាកូនក្រមុំអនាគតជាអ្នកទៅទទួលដូច្នេះឯងត្រូវធ្វើឲ្យមានចំណាប់អារម្មណ៍ល្អណាស់ឬបែបនេះមុខ Willow ភ្លឺថ្លាដោយក្តីរីករាយធ្វើត្បិតតែនាងនៅតែធ្វើច្រឹតកែសបន្តិចបន្តួចមុនពេលចុចបិទក៏ដោយពេលបើកបរចេញពីផ្លូវលបឿនលឿនបេះដូង Silas រត់ចុះបន្តិចសំណាងហើយដែលវាទិញឡាន SUV បើជាឡាន sedan ធម្មតាគ្រឿងក្រោមច្បាស់ជារំអស់នៅទីនេះហើយផ្លូវពេញដោយរណ្ដៅដូចជាការដ្ឋានសំណង់ធ្វើមិនទាន់រួចរាល់គ្មានផ្លូវរលូនសូម្បីតែបន្តិច Silas ក៏វិបាកមើលទិដ្ឋភាពនេះលំបាកណាស់ផ្លូវនេះពិតជាលំបាកមែនដូចពាក្យចាស់ពោលថាបើចង់ខ្លាយជាអ្នកមានត្រូវធ្វើផ្លូវសិនប៉ុន្តែច្បាស់ណាស់ហើយថាចនាសម្ព័ន្ធស្រុក Spirit Mountain គឺនៅឆ្ងាយពីអ្វីដែលត្រូវការទោះជាយ៉ាងណា Silas គ្មានធនធានពេលនេះដើម្បីផ្លាស់ប្ដូរស្រុកទាំងមូលដោយដៃតាមខាងឡើយគ្មានអ្វីក្រៅពីមើលថាអាជ្ញាធរមូលដ្ឋានមានផែនការអីយ៉ាងណាមិញ Silas បានតាក់ទងជាមួយមន្ត្រីស្រុករួចហើយរឿងការបរិច្ចាគ$52 លានប៉ុន្តែរឿងថាត្រូវប្រើប្រាស់ធ្វើអីគឺវាមិនបានបញ្ជាក់ឡើយហើយក៏មិនបានទាមទារអីដែរ Silas បាក់បោដោយគ្មានទីដៅតាមទីប្រជុំជនហើយខណៈពេលរងចាំភ្លើងស្តុបរ៉ែជាពណ៌បៃតងកង់3មួយគ្រឿងដែលបាត់បង់ការគ្រប់ដណ្ដប់បានរេផ្លូវយ៉ាងគំហុកតាមរបៀបចម្លែកនិងមិនអាចទីទុកបានតម្រង់ទៅរកបុរសចរាសក់សឹកបោះម្នាក់បុរសចរាពាក់មួកស្លឹកត្នោតកាន់ឈើច្រត់និងកាន់កន្ត្រកតូចមួយនៅដៃម្ខាងទៀតអ្នកបើកកង់3ដេញតាមពីក្រោយរួចស្រែកប្រាប់មនុស្សនៅជិតនោះឲ្យគេចចេញពីផ្លូវសំណាងល្អកង់3មិនបានបើកលឿនពេកទេមនុស្សដែលឆ្លងផ្លូវនៅជិតនោះសុទ្ធតែគេចចេញពីផ្លូវវាប៉ុន្តែគ្មានអ្នកណាម្នាក់ឈប់មើលបុរសចរាឡើយដោយសារគាត់ចាស់គាត់មិនអាចផ្លាស់ទីលឿនបានទេហើយវាហួសពេលទៅហើយសម្រាប់គាត់ក្នុងការគេចចេញបើគ្មានអ្នកណាជួយគាត់ប្រកាសជាត្រូវបុកជាមិនខានប៉ុន្តែសំណាងល្អ Silas ដែលអង្គុយក្នុងឡាន Wagon ជាអ្នកឈ្នះនៅភ្លើងស្តុបពណ៌ក្រហមដោយមិនបាច់គិតវាក៏ជន់កែស្ទុះតម្រង់ទៅរកកង់3ដែលបាត់បង់ការគ្រប់ដណ្ដប់ផែនការវាងាយស្រួលណាស់បុកកង់3ដោយឡានផ្ទាល់ខ្លួនដើម្បីបង្វែរទីដៅវាការពារបុរសចរាម្ចាស់កង់3ឃើញឡាន Mercedes ស្ទុះមករកតែលោតចេញពីស្បែកប្រឡែងកង់3ជាទីស្រឡាញ់ចោលភ្លាម Silas បន្ថយលបឿនបន្តិចមុនពេលបុកជាមួយនឹងសម្លេងបុកយ៉ាងខ្លាំងឡាន Mercedes បានប្រឡាប់កង់3ទៅចំហៀងកង់ទាំង3នៅតែវិលឥតប្រយោជន៍បុរសចរាមានសុវត្ថិភាពធ្វើត្បិតតែរន្ធត់ចិត្តយ៉ាងខ្លាំងគាត់ជ្រុះឈើច្រត់ដោយសារការភ្ញាក់ផ្អើលកន្ត្រកធ្លាក់ចុះមកដីរចាត់រចៃផ្លែមានជើងពេញផ្លូវមុនពេលគាត់ស្រុតចុះទៅលើដីដោយក្តោបទ្រង់មិនឈប់ Silas ប្រញាប់ចុះពីលើឡានទៅជួយគ្រាហាត់គាត់រួចពិនិត្យមើលលោកតាមិនអីទេមែនទេញើសស្រក់ចុះមកលើថ្ងាសបុរសចរាបន្ទាប់ពីដកដង្ហើមយកខ្យល់មួយសន្ទុះគាត់ក៏ក្រវិកក្បាលលោកតាមិនអីទេក្មួយអរគុណច្រើនគ្រាន់តែស្ដាយផ្លែឈើមួយកន្ត្រកនេះដែលលោកតាមិនទាន់លក់ដាច់សោះខាត់បងមែនបុរសចរាសម្លឹងមើលផ្លែមានជើងដែលរចាត់រចៃពេញដីរួចចាប់ផ្ដើមលូកដៃទៅរើ Silas ប្រញាប់ខាត់គាត់លោកតានៅសម្រាប់មួយផ្លែសិនចុះចាំខ្ញុំជាអ្នករៀបចំមិនយូរប៉ុន្មាន Silas ក៏ប្រមូលផ្លែឈើដែលរចាត់រចៃរួចរាល់ម្ចាស់កង់3ដែលដឹងថាខ្លួនឯងជាអ្នកខុសមិនហ៊ានសំបីតែទាមទារសំណងពី Silas ឡើយបើគ្មាន Silas កង់3របស់គេប្រកាសជាបុកបុរសចរាដោយផ្ទាល់ធ្វើឲ្យរឿងរ៉ាវកាន់តែអាក្រក់ឡើងលោកតាអញ្ជើញឡានខ្ញុំមកយើងមិនអាចបានចរាចរណ៍នៅទីនេះបានទេ Silas នាំបុរសចរាទៅកាន់ឡានរបស់វាបើកទ្វារឲ្យគាត់ជួយគាត់ចូលទៅខាងក្នុងរួចបើកបោះចេញទៅពេលនៅក្នុងឡាន Silas បានដឹងថាបុរសចរាពិតជារស់នៅក្នុងភូមិមួយក្រោមដែនសមត្ថកិច្ចស្រុក Spirit Mountain គាត់មានអាយុ70ឆ្នាំជាងហើយបានចេញមកគ្រាន់តែដើម្បីលក់ផ្លែឈើទុំពីសួនរបស់គាត់ដោយសង្ឃឹមថានឹងរកបានលុយបន្តិចបន្តួចទិញនំចំណីឲ្យចៅស្រីអាយុ6ឆ្នាំរបស់គាត់លើកលែងតែថ្ងៃនេះគាត់លក់មិនដាច់សំបីតែមួយនឹងថែមទាំងជួបឧបត្តិហេតុនេះទៀតលោកតាកុំបារម្ភអីខ្ញុំនឹងជូនលោកទៅផ្ទះចាំក្នុងឡានមួយផ្លែសិនចុះខ្ញុំទៅទិញរបស់បន្តិច Silas ចតឡាននៅមុខផ្សារទំនើបរួចដើរចូលទៅជ្រើសរើសនំចំណីសម្រាប់ចៅស្រីបុរសចរាក្នុងវ័យរបស់វា Silas មិនបានញ៉ាំនំចំណីរាប់ឆ្នាំមកហើយប៉ុន្តែតាមមើលស្ថានភាពបុរសចរាជីវិតចៅស្រីប្រហែលជាមិនងាយស្រួលឡើយដូច្នេះ Silas ក៏តម្រង់ទៅផ្លូវនំចំណីរៀបចំអ្វីដែលទាក់ភ្នែកវាមិនយូរប៉ុន្មានរទេះដែលវាទិញគឺពេញដោយនំចំណីបន្ទាប់ពីគិតលុយរួចវាទទួលបានធំពីរដែលអស់លុយរាប់រយដុល្លារវាលើកនំចំណីដាក់ក្នុងឃ្លុបក្រោយរួចឡើងជិះឡានបើគិតស្រួយតម្រង់ទៅអាសយដ្ឋានដែលបុរសចរាបានប្រាប់យ៉ាងណាមិញថ្ងៃនេះវាក៏គ្មានការងារអីធ្វើដែរដូច្នេះធ្វើបុណ្យឲ្យដល់ចុងបញ្ចប់តែម្ដងការបើកបរពីទីប្រជុំជនស្រុកទៅភូមិបុរសចរាគឺមិនឆ្ងាយប៉ុន្មានទេប៉ុន្តែសម្រាប់មនុស្សដើរដោយជើងទើបត្រូវចំណាយពេលយូរណាស់សំណាងល្អបុរសចរាដើរបានតែពាក់កណ្ដាលផ្លូវក៏បានជិះឡានសំណាងជាពិសេសគម្រមានសម្រាប់មនុស្សអាយុដូចគាត់អារម្មណ៍អាណិតអាសូរក៏កើតឡើងក្នុងចិត្ត Silas តើនេះជាមូលហេតុពិតប្រាកដដែលវាជ្រើសរើសធ្វើបុណ្យមែនទេជាមេរៀនដែលគ្រប់លោកលាក់វាសនាចង់ឲ្យវាទទួលបានពេលមកដល់ច្រកចូលភូមិផ្លូវពេញដោយរណ្ដៅនិងដក់ទឹកដោយសារភ្លៀងធ្លាក់កាលពីពេលថ្មីក្មួយប្រុសឡានចូលភូមិមិនបានទេតាមផ្លូវនេះវាលំបាកពេកកុំបើកចូលទៅទៀតអីកុំអីផងជាប់ចេញមិនរួចទេវានឹងធ្វើឲ្យរឿងរ៉ាវកាន់តែអាក្រក់ឬបែបនេះ Silas ជ្រួញចិញ្ចាមដោយក្តីបារម្ភបើដឹងបែបនេះមុនវាប្រហែលជាទិញនំចំណីតិចជាងនេះការគិតគូរខុសមិនអីទេលោកតាខ្ញុំដើរចូលទៅជាមួយលោកតា Silas ជួយបុរសចរាចុះពីលើឡានខំថ្មិញលើកថង់នំចំណីពីធំពីឃ្លុបរួចដើរតាមពីក្រោយបុរសចរាសន្សឹមហើយអ្វីបានជាផ្លូវនៅទីនេះមិនដែលត្រូវគេជួសជុលអញ្ចឹងឡានសំបីតែបាត់ឆ្លងកាត់ក៏មិនបានផងតើភូមិអាចអភិវឌ្ឍបានដោយរបៀបណា Silas សួរទាំងខំថ្មិញដោយគិតថាបើផ្លូវត្រូវគេជួសជុលវានឹងមិនត្រូវលីថង់ទាំងនេះដោយការជឿចាប់ឡើយបុរសចរាដកដង្ហើមធំរួចក្រវិក្បាលពួកយើងក៏ចង់ជួសជុលផ្លូវដែរតែគ្មានលុយទេរដ្ឋបាលស្រុកគ្មានថវិកាហើយពេលវាធ្លាក់មកដល់កម្រិតឃុំគឺកាន់តែតិចទៅហើយពេលមកដល់ភូមិគឺស្ទើរតែគ្មានសោះ
គ្រប់គ្រួសារក្នុងភូមិយើងដាំផ្លែឈើគ្រប់ប្រភេទហើយវាស្ដាយណាស់ពេលនេះជារដូវប្រមូលផលប៉ុន្តែបែរជាភ្លៀងធ្លាក់ខ្លាំងកាលពីប៉ុន្មានថ្ងៃមុនផ្លូវពេញដោយរណ្ដៅនិងភក់ដើរដោយជើងគឺលំបាកទៅហើយទម្រាំលីផ្លែឈើដោយជើងរាប់ម៉ោងទៅលក់នៅទីប្រជុំជនផ្លូវនេះពិតជាត្រូវការជួសជុលមែន Seller ស្រាប់តែដឹងច្បាស់ថាលុយ52លានដុល្លាររបស់វាគួរតែទៅណាគ្រប់គ្រួសារក្នុងភូមិសម្រុំរកស៊ីដាំផ្លែឈើដោយមានសួនផ្ទាល់ខ្លួនប៉ុន្តែគ្មានផ្លូវដោះស្រាយបញ្ហាដឹកជញ្ជូនឡើយរៀងរាល់ឆ្នាំពេលផ្លែឈើទុំអាជីវករខាងក្រៅបើកឡានមកភូមិដើម្បីទិញដោយឲ្យតម្លៃទាបរហូតដល់ថ្នាក់ប្រមាថប៉ុន្តែដោយសារការចាក់ចេញពីភូមិគឺលំបាកខ្លាំងគ្មានអ្នកណាខ្វល់ធ្វើដំណើរដោយខ្លួនឯងហើយគ្រប់គ្នាក៏ខំធ្មេញលក់ក្នុងតម្លៃថោកបំផុតលោកតាអញចេះវិញបានទេយើងទុកនំចំណីសម្រាប់ចៅស្រីលោកតានៅទីនេះសិនតើលោកតាអាចនាំខ្ញុំទៅជួបមេភូមិបានទេមានរឿងមួយដែលខ្ញុំចង់ពិភាក្សាជាមួយគាត់ Seller សួរដោយស្មោះត្រង់គ្មានបញ្ហាតតែសោះគ្មានបញ្ហាទេតោះបង្កើនល្បឿនបន្តិចចិត្តដល់ផ្ទះហើយបុរសចរាមានឈ្មោះថា Thatcher ការដាក់ឈ្មោះគឺសាមញ្ញណាស់ក្នុងចំនួនរបស់គាត់ជាកូនទី5ក្នុងចំណោមបងប្អូនប្រុស6នាក់ដូច្នេះទើបបានឈ្មោះនេះភូមិមានឈ្មោះថាភូមិ Thatcher ដែលភាគច្រើនជាគ្រួសារចែករំលែកត្រកូល Thatcher ពេលមកដល់ផ្ទះចៅស្រីអាយុ6ឆ្នាំរបស់បុរសចរាក៏រត់ចេញមកស្វាគមន៍ធ្វើត្បិតតែនាងអៀនបន្តិចដោយលាក់ខ្លួននៅខាងក្រោយជីតារួចសម្លឹងមើល Sellers ដោយប្រយ័ត្នប្រយែងជំរាបសួរលោកពូស្អាតម្នាក់នេះទៅកូនសម្លាញ់គេជាអ្នកនាំជីតាមកផ្ទះដោយសុវត្ថិភាពថ្ងៃនេះកុំអីជីតាប្រហែលជាមិនបានមកវិញរហូតដល់យប់ងឹតឡើយលោកពូក្មេងស្រីតូចនិយាយដោយសម្លេងតូចហើយពេលលើបែបនេះ Seller ស្រាប់តែមានអារម្មណ៍ថាការហត់នឿយពីការលីថងនំចំណីធំពីរពេញមួយពាក់កណ្ដាលម៉ោងក៏លីបាត់អស់រលីង Seller អង្អែលក្បាលក្មេងស្រីតូចដោយទន់ភ្លន់មកយកនំចំណីទៅទាំងអស់នេះសម្រាប់កូនទាំងអស់ហើយពេលញ៉ាំអស់ប្រាប់ពូបើចង់បានទៀតពូនឹងទិញឲ្យបន្ថែមទៀតផ្ទះរបស់ Thatcher គឺចាស់ទ្រុឌទ្រោមនិងរលំរលាយជាអគារដីតែមួយដំបូលមានបន្ទប់គេងមួយនិងបន្ទប់ធំមួយផ្នែកតែមួយគត់នៃផ្ទះទាំងមូលដែលគ្មានរន្ធគឺប្រហែលជាដំបូលហើយសំបីតែ Sellers ក៏អាចមានអារម្មណ៍ថាមានខ្យល់លេចធ្លីតាមជញ្ជាំងគ្រប់ផ្នែកលោកតាចុះកូនរបស់លោកតាយ៉ាងម៉េចដែរ Sellers សួរដោយចង់ដឹងពេលសួរសំស្រមោលនៃសេចក្តីកាន់ទុក្ខក៏ឆ្លងកាត់ភ្នែក Thatcher ម្ដាយក្មេងស្រីតូចនេះបានស្លាប់ដោយសារការលំបាកពេលសម្រាលកូនឯកូនប្រុសខ្ញុំចាក់ចេញទៅធ្វើការសំណង់ពេលនាងមានអាយុ4ឆ្នាំហើយគេបានផ្លាត់ជើងធ្លាក់ពីជាន់ទី7នៃអគារគេក៏មិនបានរស់រានមានជីវិតដែរ Sellers អាចប្រាប់បានថា Thatcher កំពុងប្រឹងប្រែងរក្សាសម្លេងឲ្យស្រាលដោយរៀបរាប់ការចងចាំដ៏ឈឺចាប់បំផុតរបស់គាត់ដោយទន់ភ្លន់តាមដែលអាចធ្វើបានគ្មានអ្នកណាម្នាក់និយាយឡើយភាពស្មុគស្មាញបានគ្រប់ដណ្ដប់រវាងពួកវាលោកតាខ្ញុំសូមទោសផងដែលបានធ្វើបែបនេះសូមទទួលយកការចូលរួមរំលែកទុកពីខ្ញុំ Sellers ក្រោកឈររួចអោនក្បាលយ៉ាងជ្រាលជ្រៅទៅកាន់ Thatcher ប្រញាប់ទាញ Sellers ឲ្យក្រោកឈរឡើងវិញមិនអីទេក្មួយរឿងរ៉ាវកន្លងផុតអស់ហើយលោកតាបារម្ភតែចៅស្រីតូចម្នាក់នេះប៉ុណ្ណោះបើថ្ងៃណាមួយមានរឿងអីកើតឡើងលើរូបលោកតាមិនដឹងជានាងទៅជាយ៉ាងណាទេខណៈនោះគំនិតមួយបានស្ទុះចូលក្នុងខួរក្បាល Sellers ហេតុអ្វីបានជាពិភពលោកនេះមានការជិះចាប់ច្រើនម្ល៉េះមានពាក្យមួយពោលថាក្តីសុខនិងក្តីទុក្ខរបស់មនុស្សមិនអាចភ្ជាប់គ្នាតាមពិតប្រាកដឡើយមកដល់ពេលនេះទើប Sellers យល់ច្បាស់ពីន័យនៃពាក្យមួយឃ្លានេះកុំបារម្ភអីលោកតានៅតែមានសុខភាពល្អមកមុនតើលោកតានៅរស់បានរាប់សិបឆ្នាំទៀតគ្មានបញ្ហាទេនេះជាអ្វីដែល Sellers អាចនិយាយដើម្បីលួងលោមគាត់ Thatcher ក្រវីក្បាលរួចដកដង្ហើមធំរាប់សិបឆ្នាំទៀតយូរពេកហើយជីវិតរស់នៅលំបាកណាស់បើគ្មានចៅស្រីតូចម្នាក់នេះនៅក្បែរទេតើការរស់នៅមានន័យអីទៀតយ៉ាងណាក៏ដោយអង្គុយលេងមួយផ្លែសិនទៅមួយរកលោកតាបានទេទៅមេភូមិហើយបន្តិចទៀតគាត់មកដល់ហើយ Sellers ដើរចេញទៅខាងក្រៅដើម្បីសម្លឹងមើលជុំវិញខ្លួនផ្ទះរបស់ Thatcher មិនបាននៅក្នុងបណ្ដុំភូមិកណ្ដាលឡើយមិនដឹងជាដោយសារមូលហេតុអី Sellers ក៏មិនខ្ជិលទីពីមូលហេតុដែរអ្វីដែលភូមិ Thatcher មានជាចំណុចពិសេសគឺទេសភាពនៅទីនេះពិតជាស្រស់ស្អាតខ្លាំងណាស់ដោយសារតែការដឹកជញ្ជូនលំបាកនិងទីតាំងនៅលើភ្នំខ្យល់អាកាសនៅទីនេះគឺបរិសុទ្ធនិងស្រស់ថ្លាដែលគ្មានថ្ងៃជួបប្រទះនៅក្នុងទីក្រុងឡើយបើប្រែក្លាយកន្លែងនេះទៅជាឧទ្យានទេសចរធម្មជាតិមានអាហារនិងការកម្សាន្តបូកបញ្ចូលគ្នាពិតជាគំនិតមិនអាក្រក់ទេតែបារម្ភថាលុយ52លានដុល្លារមិនគ្រាន់មិនអីទេបើមិនគ្រាន់ចាំបន្ថែមលុយទៀតក៏បានខណៈពេល Sellers កំពុងរៀបចំផែនការអនាគតសម្រាប់ភូមិ Thatcher បុរសម្នាក់មើលទៅមានអាយុគួរសមតែមិនទាន់ចាស់ណាស់ណាទេក៏ដើរតម្រង់មកកាន់វាក្មួយប្រុសច្បាស់ជាមនុស្សដែលតា Thatcher ប្រាប់ថាកំពុងរកខ្ញុំមែនទេសូមណែនាំខ្លួនបន្តិចខ្ញុំជាមេភូមិ Thatcher ឈ្មោះមេឃុំ Hensway ពេលនោះទើប Sellers ភ្ញាក់ស្មារតីរួចសម្លឹងមើលមេភូមិនៅចំពោះមុខតាមសម្ដី Thatcher មេភូមិមានអាយុទើបតែ50ឆ្នាំជាងប៉ុណ្ណោះប៉ុន្តែសម្លឹងមើលបុរសដែលឈរនៅទីនេះគេពិតជាមិនដូចមនុស្សអាយុប៉ុណ្ណឹងឡើយគេពាក់ស្បែកជើងធ្វើការចាស់ខោបត់ឡើងដល់ជង្គង់ភក់ប្រឡាក់ពេញខោអាវសំបីតែលើផ្ទៃមុខក៏មានប្រឡាក់ដែរត្រូវហើយខ្ញុំសូមឲ្យលោកតា Thatcher តាក់ទងទៅលោកខ្ញុំឈ្មោះ Sellers Forrest ហើយមានរឿងមួយចង់ពិភាក្សាជាមួយលោក Sellers លូកដៃទៅរាប់អានអូកុំចាប់ដៃខ្ញុំអីខ្ញុំទើបតែត្រឡប់មកពីស្រែប្រឡាក់ខ្វក់អស់ហើយក្មួយ Sellers មែនទេតើក្មួយមានការអីជាមួយខ្ញុំដែរខ្ញុំចង់ធ្វើផ្លូវមួយខ្សែឲ្យភូមិរបស់លោកក្មួយចង់ធ្វើអីភ្នែក Hensley បើកធំសម្លឹងមើលយុវជននៅចំពោះមុខយ៉ាងច្បាស់ការធ្វើផ្លូវគឺជាអ្វីដែល Hensley ស្រមៃចង់បានជាច្រើនឆ្នាំមកហើយរៀងរាល់ឆ្នាំគេតែងតែទៅដាក់ពាក្យស្នើសុំនៅការិយាល័យស្រុកប៉ុន្តែថាវិការស្រុកតែងតែខ្សត់ខ្សោយហើយខាងឃុំក៏មិនដែលបែងចែកថាវិការបានគ្រប់គ្រាន់ឡើយការធ្វើផ្លូវត្រូវចំណាយលុយច្រើនណាស់មានពេលមួយ Hensley ធ្លាប់គិតចង់ប្រមូលលុយពីអ្នកភូមិដើម្បីធ្វើផ្លូវប៉ុន្តែបន្ទាប់ពីឲ្យអ្នកជំនាញមកវិតម្លៃតួលេខគឺខ្ពស់កប់ពកការធ្វើផ្លូវជន់បត់1គីឡូម៉ែត្រអស់លុយរាប់សែនដុល្លារហើយចម្ងាយពីភូមិ Thatcher ទៅទីប្រជុំជនគឺយ៉ាងហោចណាស់30គីឡូម៉ែត្រមានន័យថាចំណាយសរុបនឹងឡើងដល់រាប់សិបលានដុល្លារនោះហើយជាមូលហេតុដែលខាងស្រុកមិនដែលអនុម័តប្រូជែកនេះសោះផ្លូវនេះគឺថ្លៃពេកមិនអាចធ្វើបានឡើយយុវជននៅចំពោះមុខគេប្រហែលជាមិនទាន់ត្រូវពិភពពិតប្រាកដវិបំបាក់នៅឡើយទេ
Hensley មានក្តីសង្ឃឹមបន្តិចប៉ុន្តែក៏ប្រញាប់ត្រឡប់មកកាន់ការពិតវិញលុយរាប់សិបលានដុល្លារមិនមែនជាចំនួនដែលយុវជនម្នាក់នេះអាចរកបានឡើយក្មួយប្រុសកុំនិយាយលេងជាមួយខ្ញុំអីគ្រាន់តែមានចិត្តគិតប៉ុណ្ណឹងក៏ល្អណាស់ទៅហើយ